សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះពួកយើងនឹងផ្ដោតទៅលើប្រធានបទ Learning Theory ទ្រឹស្ដីនៃការអប់រំឬក៏ទ្រឹស្ដីនៅក្នុងការរៀនសូត្របាទហើយជាមាតិកាសំខាន់យើងនឹងផ្ដោតទៅលើទ្រឹស្ដី3ធំៗនៅក្នុងការអប់រំទី1ទាក់ទងអំពី behaviorism អាកប្បកិរិយានិយមទី2 connectivism ពុទ្ធិនិយមទី3ទាក់ទងអំពី constructivism ឬក៏សហការនិយមដែលទ្រឹស្ដី3នេះជាទូទៅត្រូវបានប្រើប្រាស់នៅក្នុងវិស័យអប់រំដើម្បីជាមូលដ្ឋាននៅក្នុងការសរសេរកម្មវិធីសិក្សាឬក៏ដើម្បីយកមកបណ្ដុះបណ្ដាលឬក៏បង្រៀនទៅកាន់និស្សិតបាទតែនៅលើពាក្យ learning theory យើងមានពាក្យកលឹះពីរធំទី1 theory ហើយទី2តកតងអំពី learning ខ្ញុំចង់ធ្វើការបញ្យល់ទៅលើពាក្យ theory ឬក៏ទ្រឹស្ដីមួយមុនថាអ្វីទៅគឺជាទ្រឹស្ដីជានិយមន័យមានន័យថាជាប្រព័ន្ធនៅក្នុងការបញ្យល់ទៅលើ phenomenon ឬក៏អ្វីមួយបាតុភូតមួយបាទហើយបាតុភូតហ្នឹងអាចជា learning ហើយទ្រឹស្ដីមានមុខងារយ៉ាងហោចពីរធំទី1តាមរយៈទ្រឹស្ដីអនុញ្ញាតឲ្យយើងបញ្យល់ទៅលើ phenomenon ឬក៏របស់អ្វីមួយបានហើយតួយ៉ាងនៅទីនេះយើងផ្ដោតទៅលើ learning អញ្ចឹងតាមរយៈទ្រឹស្ដីយើងអាចបញ្យល់បានថា what is learning and how do people learn ហើយទី2បើសិនជាយើងអាចបញ្យល់បានដូច្នេះយើងអាចធ្វើការព្យាករណ៍ឬក៏យើងអាចធ្វើការ design intervention ដើម្បីធ្វើឲ្យការរៀនជាមួយនឹងការបង្រៀនឬក៏ការបណ្ដុះបណ្ដាលបានល្អប្រសើរឡើងនេះគឺជាមូលហេតុដែលយើងប្រើប្រាស់នៅទ្រឹស្ដី3ធំនៅទីនេះ behaviorism connectivism ហើយ constructivism យកមកមើលពិនិត្យទៅលើ learning បាទហើយនៅទីនេះយើងបានធ្វើសេចក្តីប្រៀបធៀបមួយថា learning theory ទាំងអស់ហ្នឹងដើរតួហាក់ដូចជាប្អួយបាទហើយ learning ហាក់ដូចជាបន្ទប់ដែលយើងមើលពីខាងក្រៅមកតាមរយៈប្អួយហ្នឹងចូលទៅកាន់បន្ទប់ហើយទៅតាមជ្រុងផ្សេងគ្នាយើងអាចទទួលបាន perspective ឬក៏ទស្សនៈផ្សេងគ្នាទៅលើ phenomenon ដែលយើងហៅថា learning ហ្នឹងបាទហើយមុនពេលចូលទៅដល់ចំណុចលម្អិតតកតងអំពីទ្រឹស្ដីនីមួយៗខ្ញុំចង់ឲ្យជា big picture តកតងអំពីនៅក្នុងទ្រឹស្ដីនីមួយៗបាទហើយខ្ញុំចាប់ផ្ដើមពីទី1នៅក្នុង behaviorism អាកប្បកិរិយានិយមគេធ្វើសេចក្តីប្រៀបធៀបថាយើងហាក់ដូចជាกระดาษសមួយផ្ទាំងបាទហើយដែលហៅថា learning ឬក៏ learning ជានិយមន័យកំណត់ដោយ behaviorism គេថាគឺជាការផ្លាស់ប្ដូរនៅឥរិយាបថបាទ change in behavior តាមរយៈ environment ឬក៏ stimuli មួយបាទអញ្ចឹងបានន័យថាបើសិនជាពីមុនយើងធ្វើអត់បានឥឡូវយើងធ្វើបានហើយបានល្អប្រសើរឡើងហើយ behavior របស់យើងឬអាកប្បកិរិយារបស់យើងអាចពិនិត្យមើលបានអាចសង្កេតឬក៏អាចវាស់វែងបានពេលហ្នឹងយើងថាកំណត់បានថាយើងចេះបាទអាហ្នឹងផ្អែកទៅលើ behaviorism ទី2បើសិនជាយើងពិនិត្យមើលនិយមន័យដែលផ្អែកទៅលើ connectivism ពុទ្ធិនិយមគេប្រៀបធៀបខួរក្បាលរបស់យើងទៅនឹងដូចនឹង computer បាទដែលនៅក្នុងហ្នឹងគេកំណត់និយមន័យ learning ថាជាចេះនៅពេលអ្វីដែលយើងរៀនហើយយើងបានទទួលយកនៅព័ត៌មានទាំងអស់ហ្នឹងមកហើយយើងរក្សាទុកនៅក្នុងអង្គចងចាំរយៈពេលវែងរបស់យើងហើយយើងអាចហៅឬក៏គាស់វាយកមកប្រើនៅពេលណាមួយបាទអាហ្នឹងគឺជានិយមន័យ learning នៅក្នុង connectivism ហើយបើសិនជាយើងពិនិត្យមើលទៅលើ constructivism គេធ្វើសេចក្តីប្រៀបធៀបថាយើងហ្នឹងហាក់ដូចជាដើមឈើមួយនៅក្នុងព្រៃឬក៏នៅក្នុងប្រព័ន្ធ ecosystem មួយដូច្នេះយើងមិនអាចផ្ដាច់ខ្លួនចេញអំពីប្រព័ន្ធ ecosystem ទាំងអស់ហ្នឹងទេហើយនៅក្នុង constructivism គេបានសង្កត់ធ្ងន់ទៅលើ experience បទពិសោធន៍ហើយជាមួយនឹង social interaction ហើយការដែលយើង learn តាមរយៈ experience ហើយជាមួយនឹង social interaction ហើយនៅក្នុង constructivism សហការនិយមគឺនិយមន័យ learning ដែលគេផ្អែកទៅលើ knowledge ឬក៏អីដែលយើង learn ហ្នឹងគឺយើងត្រូវបាន constructed គឺត្រូវបានសាងសង់ឬក៏ត្រូវបានផលិតឡើងមក create a new understanding ឬក៏ own meaning ជាដើមចឹងបាទនេះគឺជា big picture ទៅលើតកតងពីទ្រឹស្ដីទាំង3ហ្នឹងដែលគេធ្វើសេចក្តីប្រៀបធៀប
ផ្សេងគ្នាមួយប្រៀបធៀបទៅយើងហាក់ដូចជាกระดาษសមកផ្ទាំងហើយ learning មានន័យថា change in behavior មួយទៀតនៅក្នុង connectivism យើងពួកក្បាលរបស់យើងដូចជា computer learning គឺនៅពេលដែលយើងរក្សាព័ត៌មានកាន់តែច្រើននៅក្នុងអង្គចងចាំរយៈពេលវែងហើយចុងក្រោយ constructivism យើងហាក់ដូចជាដើមឈើមួយនៅក្នុងប្រព័ន្ធឬក៏នៅក្នុងព្រៃ learning ត្រូវបាន constructed បាទតាមរយៈ experience ហើយជាមួយនឹង social interaction បន្តមកទៀតខ្ញុំចង់ចូលជ្រៅទៅដល់តកតងអំពី behaviorism ខ្ញុំចង់លើកឡើងម្ដងទៀតនៅក្នុង behaviorism ដែលគេកំណត់និយមន័យ learning គឺនៅពេលដែលយើងផ្លាស់ប្ដូរនៅឥរិយាបថបាទ change in behavior តាមរយៈ environmental stimuli ឬក៏ conditions តាមរយៈអីដែលមកភ្ញោចយើងពីមជ្ឈដ្ឋានឬក៏អីដែលត្រូវបានផ្ដល់ទៅឲ្យយើងបាទហើយនៅខាងក្រោមនេះបើសិនជាអ្នកទាំងអស់គ្នាពិនិត្យមើលទៅលើ model របស់ behaviorist គឺអីដែលគេផ្ដោតទៅលើគឺ stimuli ហើយជាមួយនឹង response stimuli អីដែលមាននៅក្នុងមជ្ឈដ្ឋានឬក៏អីដែលត្រូវបានផ្ដល់មកឲ្យយើងតាមរយៈគ្រូហើយ response គឺជា behavior របស់យើងដែលយើងបង្កើតឬក៏បញ្ចេញឬក៏ផលិតបាទប៉ុន្តែនៅកន្លែងកណ្ដាលហ្នឹងគឺ black box គេដាក់ឈ្មោះថា black box ហ្នឹងមានន័យថាជាអីដែលកើតឡើងនៅក្នុងខ្លួនឬក៏នៅក្នុងខួរក្បាលរបស់យើងដោយសារយើងមើលអត់ឃើញហើយអត់អាចសិក្សាបានក៏គេ tip អានឹងចោលអញ្ចឹងនៅក្នុង behaviorism គេផ្ដោតទៅលើតែ response ហើយជាមួយនឹង stimulus ទេបាទអញ្ចឹងដើម្បីចង់ឲ្យមាន response អ្វីមួយគេសួរថាតើយើងគួរដាក់ environment បែបម៉េចហើយយើងគួរដាក់ stimulus បែបម៉េចបាទខ្ញុំលើកឧទាហរណ៍ដូចជាបើសិនជាយើងចង់ឲ្យ response ឬក៏ behavior បុគ្គលម្នាក់សិស្សម្នាក់គាត់គោរពវិន័យមកតាន់មកបាទអញ្ចឹងអីដែលយើងត្រូវធ្វើយើងត្រូវដាក់នៅមជ្ឈដ្ឋាន environment ឬក៏ stimulus ដែលយើងអត់អន់ទៅលើផ្នែកវិន័យបាទបាទហើយនៅក្នុង slide នេះអីដែលខ្ញុំចង់សង្កត់ទៅលើគឺចាប់ផ្ដើមដំណាក់កាលដំបូងនៅក្នុងការសិក្សាហើយអ្នកដែលផ្ចង់ផ្ដើមទៅលើទ្រឹស្ដី behaviorism ហ្នឹងចាប់ផ្ដើមដំបូងពីលោកមួយគាត់ឈ្មោះថា Paulo បាទហើយគាត់បានធ្វើការសិក្សាទៅលើសត្វឆ្កែជាមួយនឹងពេលដែលយើងដាក់អាហារឲ្យវាហើយជាមួយនឹងកណ្ដឹងបាទប៉ុន្តែបើសិនជាអ្នកអរគ្នាពិនិត្យមើលទៅលើ slide មួយនេះឃើញថាដំបូងឡើយមុនពេលដែលយើងdesign ឬក៏ដាក់នៅ environment គឺយើងឃើញថាបើសិនជាយើងបង្ហាញអាហារទៅកាន់ឆ្កែគឺវាហៀទាំងមាត់ដោយសារវា clean ប៉ុន្តែផ្ទុយមកវិញបើសិនជាយើងគ្រាន់តែបង្ហាញតែកណ្ដឹងគោះកណ្ដឹងវាអត់ហូរទាំងមាត់ទេបាទអាហ្នឹងមុនពេលដែលយើង design environment ប៉ុន្តែនៅពេលដែលយើង design environment ថានៅពេលដែលយើងយកអាហារទៅយើងត្រូវគោះកណ្ដឹងមួយគ្នាបាទពេលហ្នឹងសត្វឆ្កែហ្នឹងវា learn ហើយដែលជា response របស់វាមកវិញគឺវាហូរទឹកមាត់ប៉ុន្តែក្រោយមកនៅពេលដែលយើងអត់ចាំបាច់បង្ហាញអាហារទៅកាន់វាគ្រាន់តែគោះកណ្ដឹងក៏វាហូរទឹកមាត់ដែរបាទនៅតាមរយៈការសិក្សារបស់គាត់ dog experiment នៅឆ្នាំ1897ហ្នឹងគឺបានតកតងអំពីស៊ីជម្រៅឬក៏ជាចំណុចចាប់ផ្ដើមរវាង stimulus ហើយជាមួយនឹង response តែដើម្បីយើងចង់បាន response ការឆ្លើយតបឬក៏អាកប្បកិរិយាមួយហើយតួយ៉ាងនៅទីនេះនៅក្នុងសត្វគឺហៀទឹកមាត់បាទគឺយើងគួរដាក់ environment ឬក៏ភ្ញោចរបៀបម៉េចហើយរបៀបដែលភ្ញោចហ្នឹងអាចជាអាហារឬក៏កន្លែងហ្នឹងគេដាក់ association ទៅនឹងកណ្ដឹងបាទហ្នឹងគឺជាការសិក្សាដែលគេធ្វើនៅលើសត្វឆ្កែបន្តមកទៀតនៅឆ្នាំ1920លោក John Watson ដែលគាត់បានធ្វើនៅលើមនុស្សម្ដងពេលនេះធ្វើនៅលើកូនក្មេងឈ្មោះ Albert ដែលគាត់អាយុ9ខែបាទតែចាប់ផ្ដើមដំបូងគេបង្ហាញកណ្ដុរសមួយទៅឲ្យគាត់ហើយឃើញថាគាត់អត់មានភាពភ័យខ្លាចទេប៉ុន្តែលើពីហ្នឹងទៀតក៏គេបង្ហាញដាច់ដល់ឡាយគេបង្ហាញគេគោះសម្លេងឲ្យខ្លាំងហ្មងហើយធ្វើឲ្យក្មេងហ្នឹងភ័យហើយវាខ្លាចបាទអាហ្នឹងដាច់ពីគ្នាបន្តមកទៀតគឺគេនៅពេលដែលគេបង្ហាញកណ្ដុរសហ្នឹងទៅកាន់គាត់គេគោះនៅពីខាងក្រោយហ្នឹងឲ្យសម្លេងខ្លាំងហើយគាត់ហ្នឹងក៏ភ័យខ្លាចដែរហើយជាចុងក្រោយនៅពេលដែលគេគ្រាន់តែបង្ហាញកណ្ដុរសទៅកាន់គាត់ក៏ស្រាប់តែយំហើយភ័យខ្លាចអានេះក៏មិនខុសពីឧទាហរណ៍មុនដែរដែលតាក់ទងជាមួយនឹងសត្វឆ្កែប៉ុន្តែនេះគេធ្វើតាក់ទងអំពីនៅលើក្មេងឈ្មោះ Albert ហ្នឹងបាទគឺតាក់ទងអំពី stimulus ហើយជាមួយនឹង response តែក្រោយមកទៀតតាក់ទងអំពី example ពីមុនដែលខ្ញុំបង្ហាញគឺជាប្រភេទយើងហៅថា classical conditioning បាទតែក្រោយមកទៀត
លោកមួយឈ្មោះ Skinner ដែលគាត់អភិវឌ្ឍទិសដៅ behaviorism ហ្នឹងទៅមកកម្រិតទៀតបាទដែលពាក្យបច្ចេកទេសយើងហៅថា operant conditioning បាទគឺបានន័យថា behavior អរិយាប័ត្រឬក៏ response របស់យើងត្រូវបានទទួលឥទ្ធិពលតាមរយៈ consequent ហើយនៅទីនេះមានពាក្យតាក់ទងអំពីយើងហៅថា positive reinforcement ហើយជាមួយនឹង negative reinforcement ឬក៏និយាយមួយយ៉ាងទៀត positive reinforcement បានន័យថាយើងឲ្យជាការលើកទឹកចិត្តឬក៏រង្វាន់ឬក៏សរសើរឬក៏ការទទួលស្គាល់ឲ្យច្រើនចឹងទៅហើយ negative reinforcement គឺយើងដាក់ពិន័យបាទហើយនៅក្នុងការសន្មតរបស់ពួកគាត់គឺថាបើសិនជាយើងចង់ឲ្យអ្នកណាម្នាក់ប្រព្រឹត្តនៅ behavior មួយឬក៏ធ្វើនៅអរិយាប័ត្រមួយយើងគួរតែដាក់នៅ positive reinforcement ហ្នឹងបាទហើយផ្ទុយមកវិញបើសិនជាយើងអត់ចង់ឲ្យគាត់ធ្វើនៅអាកប្បកិរិយាមួយហ្នឹងយើងត្រូវតែដាក់ពិន័យទៅលើហ្នឹងបាទហើយការដែលគាត់ហៅឃើញអញ្ចឹងតាមរយៈការសិក្សារបស់គាត់ដែលធ្វើនៅលើកដុលសមួយហើយនៅក្នុងប្រអប់មួយបាទហើយនៅក្នុងប្រអប់ហ្នឹងគេដាក់ឈ្មោះឲ្យថា Skinner box តែដំបូងឡើយនៅក្នុងប្រអប់ហ្នឹងបើសិនជាអ្នកនរគ្នាពិនិត្យមើលឃើញទៅគឺកដុលហ្នឹងវានៅក្នុងប្រអប់ហ្នឹងហើយកាលណាដែលកដុលហ្នឹងចុចទៅលើកន្លែងនេះបាទវានឹងធ្លាក់ដំបូងឡើយធ្លាក់នៅចំណីអាហារបាទបញ្ជាក់ម្ដងទៀតកដុលមួយហ្នឹងគេអត់ឲ្យវាឃ្លានហ្មងវាគេអត់ឲ្យវាCA 2-3ថ្ងៃចឹងទៅបាទអញ្ចឹងនៅពេលដែលដំបូងឡើយនៅពេលដែលវាចុចអាហ្នឹងមកវាស្រាប់តែធ្លាក់អាហារមកវាបានអីស៊ីបាទអាហ្នឹងគឺជា example មួយរបស់ positive reinforcement បន្តមកទៀតវាចុចអាហ្នឹងទៀតបន្តមកវាចុចមកដល់អាហ្នឹងទៀតដើម្បីទទួលបានរបស់ស៊ីបាទប៉ុន្តែបញ្ជាក់នៅកន្លែងហ្នឹងគឺអាការចុចកន្លែងហ្នឹងវាមិនមែនជាធម្មជាតិរបស់កដុលនៅក្នុងការដែលវាអាចដឹងឬក៏វាមានអាកប្បកិរិយាបែបអញ្ចឹងទេប៉ុន្តែដោយសារកន្លែងហ្នឹងគឺជា positive reinforcement នៅពេលដែលវាចុចអាហ្នឹងវាត្រូវទទួលបានរង្វាន់ដែលជាអាហារបាទអាហ្នឹងមួយទៀតខ្ញុំចាំអត់ច្បាស់ទេតាក់ទងជាមួយនឹងចំណុចកន្លែងហ្នឹងគឺនៅពេលដែលវាចុចកន្លែងហ្នឹងទៅវាស្រាប់តែនៅខាងក្រោមនេះស្រាប់តែវាឆក់បាទអាហ្នឹងគឺជាទម្រង់នៃ negative reinforcement ឬក៏ការដាក់តហើយបន្ទាប់មកហ្នឹងទៀតវាជប់ចុចកន្លែងហ្នឹងមកពួកឯងពេលដែលវាចុចកន្លែងហ្នឹងទៅវាត្រូវឆក់វាឈឺចាប់អីអញ្ចឹងទៅបាទប៉ុន្តែជាឧទាហរណ៍នឹងសង្ខេបមកវិញគឺនៅក្នុងbehaviorism ហ្នឹងគឺលោក Skinner បានអភិវឌ្ឍទៅមួយកម្រិតទៀតតាក់ទងអំពី positive reinforcement មួយ negative reinforcement តើយើងនេះចង់បាន behavior ឬក៏ចង់បាន response របៀបម៉េចហើយបើសិនជាយើងចង់ឲ្យបុគ្គលម្នាក់ហ្នឹងឬកូនសិស្សហ្នឹងបន្តធ្វើនៅសកម្មភាពមួយហ្នឹងយើងឲ្យនៅ positive reinforcement ហើយផ្ទុយមកវិញបើយើងចង់ឲ្យគាត់ឈប់ធ្វើរឿងហ្នឹងយើងត្រូវឲ្យនៅ negative reinforcement បាទសង្ខេបមកនៅក្នុង behaviorism is all about stimulus ហើយជាមួយនឹង response បាទហើយនៅកន្លែង operant conditioning ហ្នឹងនៅកន្លែង stimulus ហ្នឹងយើងអាចគិតគូរទៅដល់ថាតើវាជា positive reinforcement ដើម្បីយើងធានាថាបុគ្គលម្នាក់ហ្នឹងបន្តធ្វើនៅ behavior មួយហ្នឹងហើយបើសិនយើងចង់ឲ្យគាត់ជប់ធ្វើហ្នឹងយើងឲ្យ negative reinforcement ឬក៏ជា punishment ទៅកាន់គាត់បាទមួយនេះក៏អាចជាឧទាហរណ៍មួយដែរដើម្បីឆ្លុះបញ្ចាំងទៅលើ behaviorism ដែលជា experiment ឬក៏ជាការសិក្សាមួយនៅឆ្នាំ1961ដែលឈ្មោះថា Bobo doll experiment Bobo ហ្នឹងគឺជាតុក្កតាហ្នឹងបាទដែលនៅក្នុងការសិក្សាហ្នឹងគឺគេបានចែកកូនក្មេងទៅជា3ក្រុមបាទគេប្រើបច្ចេកទេស randomized control trial មួយក្រុមមើលឃើញតាក់ទងអំពីមនុស្សធំហើយគាត់ប្រើហិង្សាទៅលើតុក្កតាហ្នឹងណាតាមរយៈទាត់ធាក់ហើយមួយជេរបាទមួយក្រុមទៀតមនុស្សធំដែរគាត់អត់បានបង្ហាញអាកប្បកិរិយា aggressive ឬក៏ហិង្សាទៅកាន់តុក្កតាហ្នឹងទេបាទហើយមួយក្រុមទៀត more control group បាទហើយជាលទ្ធផលគេឃើញថាកូនក្មេងដែលបានឃើញមនុស្សធំគាត់ធ្វើហិង្សាទៅលើតុក្កតាហ្នឹងហើយនៅពេលដែលគាត់ចូលទៅលេងជាមួយតុក្កតាហ្នឹងគាត់ធ្វើត្រាប់តាមមនុស្សធំអញ្ចឹងបាទហើយនៅកន្លែងហ្នឹងដែរជាការសន្មតនៅក្នុងការសិក្សារបស់គាត់ក៏គាត់ conclude មកតាក់ទងអំពីobservational learning ហើយជាមួយ role modeling តាក់ទងអំពីក្មេងអាចរៀនឬក៏ធ្វើតាមមនុស្សធំប៉ុន្តែក៏ឆ្លុះបញ្ចាំងនៅក្នុង context របស់ behaviorism បើសិនជាបុគ្គលម្នាក់នៅក្នុងមជ្ឈដ្ឋានមួយឬក៏បានឃើញមនុស្សធំឬក៏គ្រូ do នៅ behavior មួយ
behavior ហ្នឹងអាចដើរតួនាទីជា role modeling ឬក៏តកតងជា example ឬក៏ជាលំនាំគំរូដែលអាចជះឥទ្ធិពលឬក៏ជា stimulus ដើម្បីភ្ញៀវ respond ទៅកាន់កូនសិស្សឲ្យធ្វើស្តៀងគ្នាជាមួយនឹងមជ្ឈដ្ឋានឬក៏ស្តៀងគ្នាជាមួយនឹងគ្រូឬគាត់ធ្វើនៅចំណុចទាំងអស់នេះជាដើមចឹងបាទហើយជាចុងក្រោយតកតងអំពី behaviorism គឺនៅក្នុងហ្នឹងគេអាចឲ្យជាអនុសាសន៍ឬក៏យុទ្ធសាស្ត្រនៅក្នុងការដែលយើង design ការបង្រៀនបាទហើយបញ្ជាក់ផងដែរថានៅក្នុង behaviorism គេចាត់ទុកសិស្សគឺជា passive recipient បានន័យថាជាអ្នកទទួលដែលអសកម្មហើយអ្នកដែលសកម្មហ្នឹងគឺគ្រូត្រូវផ្ដល់ឲ្យនៅ stimulus ឬក៏ design នៅ environment ដើម្បីកំណត់នៅ behavior ឬក៏ response របស់និស្សិតជាដើមអញ្ចឹងហើយជា strategy អីដែលយើងអាច design បានគឺទី1ដាក់នៅ direct instruction បាទឬក៏ program learning បាទអានេះយើងអាចឆ្លុះប្រចាំងបើសិនជាឧទាហរណ៍ specific បើសិនជានៅក្នុងការវឹកហាត់ទាហានតកតងជាមួយវិន័យតកតងជាមួយនឹងការស្ដាប់បញ្ជាមេជាដើមអញ្ចឹងគឺយើងអាចឆ្លុះប្រចាំងតកតងអំពី behaviorism បានមួយទៀតតកតងអំពី repetition តែនៅក្នុងហ្នឹងគឺដើម្បីទទួលបាន specific response ឬក៏ specific behavior ហើយដែលគាត់អាចធ្វើបានគឺ repeat ធ្វើវាម្ដងហើយម្ដងទៀតរហូតជាដើមអញ្ចឹងបាទហើយមានច្រើនទៀតតកតងអំពីផ្ដល់ឱកាសឲ្យនៅក្នុងការដែលគាត់ practice ទៅលើហ្នឹងប៉ុន្តែជាចុងក្រោយគឺយើងយកអីដែលយើងទទួលបានពីការសិក្សារបស់លោក Skinner តកតងអំពី positive ហើយជាមួយនឹង negative reinforcement យកមកដើម្បីជាមូលដ្ឋាននៅក្នុងការដែលយើង design ធ្វើបទអន្តរាគមន៍ទៅលើការបង្រៀនរបស់យើងជាដើមអញ្ចឹងហើយបើសិនជាយើងចង់ឲ្យនិស្សិតចូលរួមឬក៏ពេលដែលយើងសួរគាត់ឆ្លើយអញ្ចឹងនៅពេលដែលគាត់ឆ្លើយយើងត្រូវឲ្យជារង្វាន់លើកទឹកចិត្តទទួលស្គាល់គាត់ជាដើមអញ្ចឹងតែផ្ទុយមកវិញបើសិនជានៅពេលដែលគាត់ឆ្លើយយើងទៅជាបន្ទោសប្រអាប់ឌឺដងបែបប្រយោលជាដើមអញ្ចឹងវាអាចធ្វើឲ្យគាត់លើកក្រោយហ្នឹងគាត់ឈប់ធ្វើនៅ behavior នឹងជាដើមអញ្ចឹងបាទហើយខ្ញុំ slash ប៉ុណ្្នឹងសិនហើយប្រហែលជាខ្ញុំសូមស្ដាប់ reaction ពីបងសម្បត្តិដូចជាអន្តរកម្មនេះគាត់ដែរបាទអរគុណច្រើនសិនគុណចំពោះបទបង្ហាញថ្ងៃនេះហើយយើងធ្វើមាន3កង់ហើយកង់ទី1យើងនិយាយអំពីអាកប្បកិរិយានិយមទ្រឹស្ដីការសិក្សាតាមបែបអាកប្បកិរិយានិយម behaviorism ហ្នឹងហើយបុគ្គលអ្នកប្រតិបត្តិ behaviorism ហ្នឹងគឺគាត់ជា behaviorist បាទជាជនបែបអាកប្បកិរិយានិយមជាអ្នកអប់រំបែបអាកប្បកិរិយានិយមអីចឹងជាដើមបងមាន8ចំណុចដែលត្រូវជជែកដេញដោលនឹងធ្វើសេចក្តីអន្តរាគមន៍បន្ថែមនៅចំណុចដែលបានលើកឡើងចំណុចទី1សិង្ឃុននិយាយអំពីថាអា3នេះវាជា learning theory វាជានិយមន័យនៃការសិក្សាហើយសិង្ឃុនថាវាមានពាក្យ learning ហើយមានពាក្យ theory ច្បាស់ណាស់បងប្អូន learning ហ្នឹងអត់អាចបកប្រែតែមួយបានពីព្រោះតែ learning theory ហ្នឹងវាមាន3ធំហ្នឹងអញ្ចឹងការបកប្រែ learning ហ្នឹងវាក៏បកទៅជាទម្រង់3ចំណែកផ្សេងគ្នាហ្នឹងឯងឧទាហរណ៍ដូចជាចំណុចទី2ដែលខ្ញុំចង់ចាប់អារម្មណ៍ណានៅក្នុង slide ទី4នៃសិង្ឃុននិយាយពី big picture របស់ទាំង3ហ្នឹងគឺថាឧទាហរណ៍ថា learning មួយបើសិនជាអ្នក behaviorist អ្នកអាកប្បកិរិយានិយមគាត់ឲ្យនិយមន័យគាត់ឲ្យនិយមន័យទៅលើការ change behavior ពីធ្លាប់និយាយអត់កើតទៅជានិយាយបញ្យលកើតធ្លាប់ពីដៃជើងធ្វើមិនកើតទៅជាដៃជើងនឹងធ្វើអារបស់នឹងកើតហើយតាមរយៈអាការឃើញថា behavior change អញ្ចឹងហើយអាហ្នឹងគេហៅថា learning ហ្នឹងហើយអញ្ចឹងបើអ្នក behaviorism បើអ្នកខាង behaviorist ហ្នឹងគឺគាត់នឹងឲ្យយមន័យ learning ថាអញ្ចឹងថាវាតលតែឃើញ behavior change គាត់យក behavior ហ្នឹងយកមក observe ហើយពេល observe ឃើញថា behavior change ហើយ change in a appropriate way ហ្នឹងគឺគាត់ហៅថាអ្នកហ្នឹង learn ណាអ្នកហ្នឹងបាន learn ណាអ្នកហ្នឹងបានចេះអាហ្នឹងអ្នក behaviorist អញ្ចឹងទៅដល់ពេលខាងអ្នក connectivist ខាងអ្នកពុទ្ធិនិយមគាត់មិនខ្វល់ខ្វាយរឿងbehavior អីច្រើនទេពីព្រោះអ្នក behaviorism គេសិក្សាហើយ
và thế để chúng nó chừng khá nó dình cuốn dây bị black box để tha thôi mà đã cặp cái giá vì sao đây anh men hay dương cứ ai khơi cặp cái giá nó ngày bắt dùm núa rồi tha mình nuôi dương men đi nào với thời chlong cắt central môi dân này chlong cắt khua môi dân này này bà bột sát nát tham mình nộp bèn cái mía thò từ lái miền chất chi bờ thiên chẳng phải trôi chất năng sân hay chất năng bàn vía response này ta chỉ behavior có phải nè behaviorism còn ở bàn sắc xa black box năng tê chẳng còn sắc xa tại vì đã stimulus mối ở trên behavior mà chẳng đã ở biển ở trên con sát đồ cầm phiệp tới về để con sát đồ ấy dạ bọn đó cú tha con sát năng riêng này phải đọc bên nè khang connectivism cái nè khang một thị này giống cái sắc xa black box này cái sắc xa ý hết cho món tả miên behavior change nó khu nó bị thơ mấy khá process nó bị thơ mấy khá chứ cái focus lên process chẳng hay bạn phụ khang một thị này giống cái món chặt tốt cà riêng nó đối computer chẳng bạn này tha dương set up computer dương đại software máu hay software nó miền code miền AV đầm bay miền coding miền ấy đối để sinh khuôn lượng làm pi connective load theory mỗi đây chỉ theory mỗi nó chỗ khó mà connectivism nữa đây cái trong sầm đại tha nó sầm mòn tại miền sensory memory nó đạp mơ khơi ấy tụi nó vì code cho từ trong khu ba code hay store cho tới bán vì stock tôi chỉ long term memory long term memory hay bạn retrieval vì long term memory với bạn giấy trên thế chứ cả một phiên trên thế chứ behavior để observe bán đáo phụ nè behaviorism nè chứ nè behaviorism còn cái từ stimulus bạn mà Paul mà bạn mà behavior đó bên nè connectivism cực cực bị process không mà món bạn trên process nó bị mấy khác cái sắc xa biển nè chứ mà tôi dáng nơi trong instructional design cái cho bà lô ha ông pi tha ấy bởi nó miễn sốt mà đong buôn máu ấy nè sốt đong buôn máu process các bà này chặt ọt bán này chặt ọt cho này nó mẹ connectivism cái kịch cu nó people cái kịch đó process này cả thôi đó bên khang behaviorism em đắng ấy repetition thơ mất áo behavior nó change này đôi là bàn lực lại ấy đó là bên châu đó nè tí bấy cái khang constructivism nè khang xạ ca này giống cái kịch bẹp xây mùi tiền cái vô hai từ là connectivism cái vô hai từ là behaviorism thế cái vô khinh tha ca riêng nó vì mình nói một nè vừa miền sập hiu vẹp xinh xinh này quá có việc xinh xinh này hay bọt bị sao và lô cho chụp môi năng stimulus năng môi mét vào đấy phá cái việc xinh xinh này đại việc đôi thì này từng strong này thấy mình nói một nè men cái đá so này nè khang constructivism cái kết đôi nè khang behaviorism cái tha mình nói mình men cái đá so đây vì miền past experience vì miền thì họ đôi chỉ comment chứ comment không pua vì che miền bao nữa vì che bao tăng vì nơi buôn phèm khai nó không pua mà đai máu nhé về cả mà bật nó vì che reflect bao hai bạt ở cái này chứ mà này tôi bây giờ còn tôi cái đó nó có viên mền cái đá so đây chứ vì lớn upon we build upon past experience we build upon past knowledge chứ nè constructivism nó cái gì tha vì miền knowledge mua vậy và ta đập về đại việc we engage cho môi experience môi tiết có việc ví dụ prior knowledge nó việc qua và time hay việc sang và time construct việc sang hiệp ắt và time ao knowledge nó việc thông chừng môn này chẳng ao việc complex chừng môn ao việc từ lum từ lia chừng môn hay có con phải chạy từ lỡ social interaction từ gì bao này tham miền cả chế kia và time trong hiện vì sinh khuôn hiện vì trong ban này tha nó hết đại khang nè cái constructivism cái ao dùng đấy learning từ một bài sinh tiết thôi thế mà nè nó có engage chỉ môi năng experience mối hay còn có hạ prior knowledge và có làm ấy generate nếu knowledge thay tiệt thái tam địa social interaction anh nó cứ chia cao dùng đấy bài riêng robot khang nè constructivism nè ở trên chuẩn nó để trong lực langในក្នុងbig picture របស់បុគ្គល3ប្រភេទ3ពួកហ្នឹងគឺថាគាត់មានការគិតដោយឡែកពីគ្នាអញ្ចឹងនិយមន័យនៃការរៀនបើសិនជាយើងជាអ្នកទំនោរទៅខាងអាកប្បកិរិយានិយមប្រកាសជាយើងឲ្យនិយមន័យទៅលើការ change behavior ហើយបើសិនជាយើងជាអ្នកខាងពុទ្ធិនិយមយើងប្រកាសជាឲ្យនិយមន័យទៅលើ process របស់ខួរក្បាលហ្នឹងត្រូវកូដដេមិនត្រូវ retrieval មិនអីចឹងគឺបែបហ្នឹងហើយដល់ពេលអ្នក constructivism គឺគាត់ឲ្យនិយមន័យទៅតាមទម្រង់នៃការកោះនៅ prior knowledge ហើយ
generate ទៅជា knowledge ថ្មីមួយទៀតហើយតាមរយៈ social interaction ហ្នឹងហើយដែលគេឲ្យប្រៀបសេរីប្រៀបធៀបថាមនុស្សម្នាក់គឺជាដើមឈើមួយដើមដែលស្ថិតនៅក្នុង ecosystem ដែលសង្គមបានលើកឡើងនោះគេធ្វើ metaphor នៅក្នុងព្រៃមួយវាមិនមែនមានដើមឈើតែមួយទេវាមានដើមឈើច្រើនហើយដើមឈើនីមួយៗនោះវាអាស្រ័យគ្នាហ្នឹងអាហ្នឹងគឺជាទម្រង់នៃអ្នក constructivism គេគិតហ្នឹងចំណុចទី2ដែលបងគាត់ចង់ generate បន្ថែមដើម្បីយើងងាយស្រួលទៅក្នុងអា part ទី2 part ទី3ទៅរត់តែងាយស្រួលចាប់បានណាសង្គមចំណុចទី3ដែលបងចង់ចូលមុខឲ្យជ្រៅទៅឆ្ងាយអំពីកន្លែង behaviorism នៅក្នុងកន្លែង behaviorism ហ្នឹងសំខាន់ណាសង្គមដែលគេនិយាយអំពីតាពាក្យតាពីរម៉ាត់ដែរ stimulus ហើយនិង response មិនយ៉ាងសង្គមឬក៏ condition ហើយ response stimulus ក៏បាន condition ក៏បានដែរ condition ហ្នឹងគឺដាក់លក្ខខណ្ឌដាក់ environment មួយមករៀបចំលក្ខខណ្ឌអញ្ចឹងហើយ response ទៅមិនហ្នឹងហើយកន្លែងនេះខ្ញុំឃើញពី child development the first 7 years of life ដោយសារតែalpha wave របស់គាត់វាអត់ទាន់ develop បានល្អអញ្ចឹង thinking processing នេះបែប connectivism ហ្នឹងវាអត់ទាន់ develop well ទេអញ្ចឹង concept ហ្នឹង apply នៅក្នុង the first 7 years of life ត្រូវច្រើនមកហើយតួយ៉ាងដូចជាក្នុងចំណុចទី5ដែលខ្ញុំចង់ចាប់អារម្មណ៍ទៅលើ experience របស់Little Albert 1920ដែលគាត់និយាយអំពីយ៉ាងម៉េចគឺថាដាក់ Albert គាត់ដាក់កូនក្មេងឲ្យកូនក្មេងហ្នឹងវាយំដោយសារតែកណ្ដឹងឲ្យវាលឺខ្លាំងពេកវាឃើញកណ្ដុលវាអត់យំទេដល់ពេលកណ្ដុលអត់យំទេអាហ្នឹងវាផ្ទុយគ្នាកន្លែងចំណុចទី Paulo Dog ហើយជាមួយនឹងLittle Albert ផ្ទុយគ្នាប៉ុន្តែនៅក្នុង concept របស់ behaviorism ដូចគ្នាហ្នឹងអាមួយវា unconditioned ប៉ុន្តែវាហូរទឹកមាត់ព្រោះធម្មតាឆ្កែវាឃើញរបស់វាហូរទឹកមាត់ហ្នឹងហើយវាហូរទឹកមាត់របស់ស៊ីវាហូរទឹកមាត់អាហ្នឹងជា response ទូទៅឯហ្នឹងហើយអាកណ្ដឹងនេះវាអត់មានអីពាក់ព័ន្ធមួយការហូរទឹកមាត់របស់វាមិនចឹងហើយដល់ពេលគេកេះកណ្ដឹងដែលឡែកអត់មានរបស់ឲ្យស៊ីក៏វាអត់មានហូរទឹកមាត់ដែរប៉ុន្តែដល់ពេលគេដាក់អា food ហ្នឹងហើយគេដាក់អាកេះកណ្ដឹងហ្នឹងទៀតវាចាប់ផ្ដើមច្រឡំអាហ្នឹងពេលហ្នឹងគឺគេចាប់ផ្ដើម conditioning វាចាប់ផ្ដើមច្រឡំហើយវាពង្រៀនថាតើអាការហូរទឹកមាត់របស់វាហ្នឹងដោយសារ food ឬក៏ដោយសារកណ្ដឹងchứ cái brian to là ao vi trở lắm chứ việc cái đô condition nó mau tới chi condition cái đắng đó bên là phải đã phút đã ta lư từ cái đắng có vi hô thằng mọt cái lại nữa chia lập điệp là bo để cái bạc cá đại tới chia ca response muối đau là bo thay mùi tiệt đại tìm muốn việc miền nhiều việc miền pan hà hay đọc bên khang Albert vẫn cứ khơi cái đó cứ miền ai vinh cho anh vậy chẳng cái nhé anh chứ cái đó nó chỉ natural vì chỉ natural stimulus mỗi phần đó bên đã quay ở lư nó không mấy nhẹ vì thấy vì dùng mà lư nè này cái này trên các cái đó về miền Pành Ha rồi vì việc đôi chỉ touch cái vì lư cái đắng việc hold mod chứ nhưng phía tiếp nên chứ chia reverse này cả thưa experiment bảo quản đó về hái đã cái đó hay là đã quay ở lư nó không mấy có đăng tham mấy đây vì chờ làm thay cái đó rồi có cái đó nè bầm phây viết cả sầm lây nè bầm phây về cái nhé chăng ai đọc bên là khối cứ khó là đã tạc cái đó có việc phây vi dùng này vô vi chờ làm sao ta cái đó nó cứ nẹt thơ và cao sầm lây nhà vi tọ slot rồi cái này nè chứ pi experiment nó vi reverse cái này vấn thế reverse yang mấy cái đó vi admin sầm khán là quay đi sầm khán thì trong và trẻ tha vì miền condition muối vì miền stimulus muối hay vì bậc cao tới chia response muối chẳng vì si song lớn nè hiệp trong environment này hay cái lại như nói là nhóm chạp ở đó lớp bị thay the first 7 years of life nó rồi bỏ child development nó con không mấy nó việc thở ban ở bốc mà đai nó nè nơi không cua xa nó thở hiệp trong environment nè nó bàn châu đó experiment tẹt tôn cho môi là hướng reward đó positive reinforcement hay là negative reinforcement đó nó có thông tới tiết vào miền reward bên này dạng nào mấy nhầm chọn vậy thì là experiment pi môn đó Paulo Dog hay là môi năng Little Albert còn một nồi phơi nó cứ tha vía xạ xóm nằng ao dương trong niêm chỉ cũ đó từ kết tha ta dương thời hiệp environment là việc mất bằng bay ao behavior còn sắc chẳng lại nó chẳng nè nè phụ cái lại nó sầm khăn mà lợi giới người ta dương riêng làm behaviorism nó nhưng riêng làm bay ấy hay dương riêng làm bay vô mau riệp chấm environment trong cá bằng riêng
រៀបចំ environment នៅក្នុងកម្មវិធីសិក្សាមួយបើសិនជាយើងផ្អែកទៅលើ behaviorism ច្បាស់ណាស់ថាលក្ខខណ្ឌមួយគឺវានាំឲ្យកូនសិស្សចេញ response មួយដាក់លក្ខខណ្ឌមួយទៀតនាំឲ្យកូនសិស្សចេញ response មួយអញ្ចឹងបានចុងក្រោយការសិក្សានៅឆ្នាំ1930តាម Skinner ហ្នឹងគឺគាត់បានចាញ់ចេញទៅជាចំណុច2យ៉ាងហើយចំណុចហ្នឹង apply បានទូទៅនៅក្នុងការសិក្សាផ្នែក health profession education យើង apply ច្រើនមែនទែនតាក់ទងជាមួយនឹង positive reinforcement ហើយជាមួយនឹង negative reinforcement ដែលមួយជា reward មួយជា punishment កន្លែងហ្នឹងបានចំណុចចាប់អារម្មណ៍របស់ចុងក្រោយដែលសិង្ឃួនលើកឡើងនោះថាឧទាហរណ៍ថាគ្រូ presente 2ម៉ោងគាត់មានពេល2ម៉ោងដើម្បីទៅធ្វើបទបង្ហាញមួយសិង្ឃួនហើយគាត់ធ្វើបទបង្ហាញ1ម៉ោង45នាទីសល់ពេល15នាទីបន្ទាប់មកគាត់ថាហ្នឹងគឺជា Q&A session ហើយដល់ពេលហើយគាត់សួរកូនសិស្សថាកូនសិស្សមានអ្នកណាឆ្ងល់អត់ហើយកូនសិស្សក៏វាឆ្ងល់ណាកូនសិស្សហ្នឹងគឺអ្នកស្គាល់បងមួយគាត់លើកឡើងទៅវាសួរដល់ពេលវាសួរទៅសំណួរហ្នឹងអាចថាជាសំណួរដែលលោកគ្រូគាត់របៀបថាគាត់ចង់ដេញដោលយ៉ាងម៉េចទៅក៏គាត់អត់បានឆ្លើយនឹងសំណួរហ្នឹងទេគាត់បានហៅកូនសិស្សហ្នឹងឲ្យឡើងឈរនៅមុខក្តារខៀន15នាទីចុងក្រោយហ្នឹងហើយគាត់អ្នកសួរវិញហើយទម្រង់បែបហ្នឹងចំពោះកូនសិស្សម្នាក់ដែលគាត់ report ប្រាប់ខ្ញុំហ្នឹងគាត់មានអារម្មណ៍ថាគាត់បានទទួលអារម្មណ៍ពីរយ៉ាងសិគុណអារម្មណ៍ទី1គាត់មានអារម្មណ៍ខ្មាស់គេពីព្រោះ15នាទីត្រូវបានគ្រូឲ្យគាត់ឡើងមកឈរក្តារខៀនហើយឲ្យគ្រូនោះសួរយកហើយវាទៅកូនសិស្សដែរវាមិនទាន់ចេះអីណាច្រើនបានអានេះទី1ទី2តាមរយៈ behavior មួយហ្នឹងតាមរយៈ condition មួយហ្នឹងគឺធ្វើឲ្យកូនសិស្សម្នាក់ហ្នឹងវាថាលើក្រោយវាលេងហ៊ានសួរវាលេងសួរព្រោះវាសួរទៅវាអត់បានគ្រូអត់បានឆ្លើយនៅសំណួរវាទេវាមិនបែរជាគ្រូមិនបានឆ្លើយនៅសំណួរវាបែរជាវានឹងត្រូវបានគ្រូសួរឡើង5 10សំណួរនៅក្នុងលើក្តារខៀនហ្នឹងទៀតអញ្ចឹងកន្លែងនេះជាចំណុចមួយដែលឆ្លោះបញ្ចាំងឲ្យយើងឃើញថាឧទាហរណ៍ថាយើងបើកឱកាសឲ្យកូនសិស្ស15នាទីក្នុងការសួរអញ្ចឹងច្បាស់ណាស់ថាយើងចង់ដាក់លក្ខខណ្ឌមួយថាបើកូនសិស្សណាសួរក្នុង15នាទីហ្នឹងគ្រូនឹងឲ្យ reward អញ្ចឹងសិង្ឃួនគ្រូនឹងឲ្យ reward ពីព្រោះដើម្បី positive reinforcement ដើម្បីលើកទឹកចិត្តឲ្យកូនសិស្សសួរដល់តែពេលកូនសិស្សគ្នាសួរយើងទៅជាដាក់ negative reinforcement ទៅវិញបែរទៅជាយើងដាក់ punishment ឲ្យកូនសិស្សចាប់ដើម feel អត់ safe កូនសិស្សចាប់ដើម feel បាក់មុខចំពោះមិត្តភ័ក្តិគាត់ហើយកូនសិស្សទាំងមិនទទួលបានចម្លើយនៃសំណួររបស់កូនសិស្សសួរនោះផងអញ្ចឹងកន្លែងហ្នឹងចំណុចហ្នឹងសំខាន់ណាបើសិនជា behaviorism យើងគិតថាចិត្តរបស់យើងហ្នឹងយើងធ្វើអញ្ចឹងព្រោះយើងចង់ឲ្យកូនសិស្សសួរ15នាទីហ្នឹងឬយ៉ាងម៉េចអានេះជាចំណុចមួយដែលលោកគ្រូអ្នកគ្រូត្រូវធ្វើ reflect ទៅតាម theory មួយហៅថា behaviorism ហ្នឹងយើងបានថាខ្ញុំធ្វើបទបង្ហាញតែ1ម៉ោង45នាទីទេទុក15នាទីឲ្យកូនសិស្សសួរដល់តែពេលកូនសិស្សសួរវាធ្វើជាមិនឲ្យ positive reinforcement មិនឲ្យ reward ទៅជាឲ្យ negative reinforcement ដែលជា punishment ទៅវិញចឹងកន្លែងចំណុចហ្នឹងសំខាន់ណាព្រោះបើសិនជាយើង apply ចំណុចហ្នឹងអត់ត្រូវបានន័យថាយើងអត់អាចទាន់យល់អំពី behaviorism theory ហ្នឹងទេដល់ពេលចឹងវាទៅជាដាក់ condition ហ្នឹងវាខុសហើយវាធ្វើឲ្យ demotivate learning កន្លែងចំណុចហ្នឹងចង់លើកឡើងកន្លែងហ្នឹងទេបាទអញ្ចឹងណាសិគុណហ្នឹងហើយចឹងចំណុចទី8របស់ខ្ញុំដែលចង់និយាយចុងក្រោយហ្នឹងគឺតាក់ទងជាមួយនឹងរឿងscenario លើកឧទាហរណ៍របស់negative reinforcement ដែលជា punishment ហ្នឹងទៅវិញពីព្រោះកន្លែងចំណុចហ្នឹងលោក Skinner ហ្នឹងគឺគាត់បញ្ជាក់ច្បាស់ណាគាត់ថា positive reinforcement ពាក្យថា reinforcement មានន័យថាធ្វើឲ្យ response ហ្នឹងកើនកាន់តែខ្លាំងមិនអញ្ចឹងហ៎សង្ងួនព្រោះ behaviorism វាមានពាក្យតែពីរម៉ាត់ដែរវាមានតែពាក្យថា condition ឬក៏ stimulus ហើយនឹង response អញ្ចឹងបើគាត់ចង់ឲ្យ response ហ្នឹងវាកើនអញ្ចឹងបានន័យថាកូនសិស្សហ្នឹងត្រូវ interact ជាមួយនឹងអា stimulus នេះឲ្យច្រើនអញ្ចឹងដើម្បីឲ្យវាច្រើនបានគាត់ត្រូវឲ្យ reward គាត់ត្រូវឲ្យដូចថាផ្ទះដៃអបអរសាទរដល់មិត្តភ័ក្តិយើងមួយដែលគាត់ក្លាហានដើម្បីសួរហ្នឹងអរគុណបងអូនអញ្ចឹងគ្រូនឹងបកស្រាយឲ្យបងស្ដាប់អី like អាហ្នឹងវាជា reward មែនទេអញ្ចឹងកូនសិស្សដល់ពេលគ្នាក្រោយតាមរយៈអា stimulus មួយហ្នឹងហើយបូកជាមួយ response ដែលវាហ៊ានសួរហ្នឹងតាមរយៈ reward ហ្នឹងធ្វើឲ្យវាហ៊ានសួរបន្តទៀតវាបើកឱកាសដើម្បីសួរដេញដោលបន្តទៀតប៉ុន្តែ
đó tập pe dương tục phải làm đậm ti ấy xúa ấy dương mình ban đó là cả ở kia xuôi thầm tới mình ban phơi reward tới chứ phơi punishment chứ bạn ấy tha là biết để dương phơi nó bạn ấy dương áp trang ai xúa cái này nó sủng khăn này vụ cái nào dương đã punishment bạn ấy tha dương áp trang áo respond nó cao tới dính cuốn mình nhá chứ tam địa stimuli môi nó dương áp trang ai respond nó môi cao đấy vụ để cho áp trang ai respond môi nâng cao thế bạn dương đã punishment à phía đôi chị à cần đó đại việt từ chốt bút tông qua cả hòm hay bị chọn nữa phải ta tại chốt tại respond by chốt à cả hòm này đã chọn mà phải tại chốt à cả hòm này chọn chứ cứ cái áp trang áo chốt thì cái này nó thì họ đôi chí ở thì họ riêng môi nó không cao bằng long oski xin cuốn cái miền cầm rắt bao kia tới ông mà tha phần tụ tay trường học sắp từ họ sắp pram phía rối cái thế lẹ nó không summative assessment cái này như nói những khả năng gì cuốn anh năng vị trí tùng rong nơi punishment mùi vị trí tùng rong nơi negative reinforcement mùi phải tha ta còn sao anh thưa ban khổ học sắp á đó là thay ai hay nữa để chọn thay nữa để chọn ăn punishment nữa chứ bà con nó tha còn sao đừng thử thưa tôi biển nè cứ mình cho cả bùi tông của hòm nương tỉ đấy còn sao đừng thử phẳng bẩn ló lại bán tuần tụ lơ bị học sắp từ học làm phía rồi đâm bể chuột hay pe để chuột tới reward cứ ban lại thằng này cái đấy cái anh cho nói nó summative assessment phía raใน summative assessment គឺជាទម្រង់នៃ behaviorism នឹងឯងហ្នឹងហើយបាទអញ្ចឹងខ្ញុំអន្តរាគមប៉ុណ្ណេះសិនទេព្រោះកុំឲ្យវាវែងឆ្ងាយពេកសូមឲ្យសង្ឃួនបន្តទៅចូលវគ្គទី2ទៀតចុះព្រោះខ្ញុំយល់ឃើញថាអា behaviorism ហ្នឹងក៏យើងបានជជែកគ្នាច្រើនហើយគឺពាក្យសំខាន់របស់វាតែ2ម៉ាត់ទេគឺ stimulus ហើយនិង response បាទហើយក៏មាន experiment 3ដែលយើងគួរសិក្សាហើយត្រឡប់មកគិតថាក្នុងនាមយើងជាគ្រូនៅក្នុង health profession education របស់យើងហ្នឹងតើយើងគួរប្រើ behaviorism ហ្នឹងទៅត្រង់កន្លែងណាហើយវាជួយអីដល់យើងក្នុងនាមអ្នកបង្រៀនហើយវាជួយអីដល់កូនសិស្សក្នុងនាមអ្នករៀន Yeah so អរគុណច្រើនសគុណ Yeah ខ្ញុំគិតថាដូចបងឯងថាអញ្ចឹងkeywords របស់វាតកតងពី response ហើយជាមួយនឹង stimulus ហើយបើសិនជានៅក្នុង response ដែលយើងចង់ឲ្យគាត់បន្តធ្វើ response ហ្នឹងយើងត្រូវឲ្យ positive reinforcement ហើយបើយើងឈប់ឲ្យគាត់ធ្វើឬក៏ stop that behavior យើងត្រូវឲ្យ negative reinforcement ក៏ប៉ុន្តែ start ទៅសាមញ្ញក៏ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង it can be a bit challenging នៅក្នុងការដែលយើងអនុវត្តច្រើនអញ្ចឹងណាតើយើងពិនិត្យមើលទៅលើ behavior របស់យើងខ្ញុំគិតថា example របស់បងឯងដែលលើកឡើង is quite good តើតើពីខ្ញុំគិតថាគ្រូទាំងអស់តែងតែចង់ឲ្យមានការចូលរួមពីនិស្សិតប៉ុន្តែពេលខ្លះរបៀបដែលយើងដាក់ជា environment ឬក៏ដាក់ជា response អធិស្ឋានដាក់ជា stimulus ទៅកាន់គាត់វាអាច stimulate ឲ្យគាត់ចេញជា respond in a certain way ហើយ certain way ហ្នឹងអាចតកតងពីគាត់ឈប់ឆ្លើយឈប់ឆ្លងព្រោះខ្លាចខុសអីជាមួយយើងច្រើនអញ្ចឹងទៅយ៉ាហ្នឹងហើយខ្ញុំគិតថាមុនហ្នឹងយើងបានលើកឡើងតកតងអំពី behaviorism ឥឡូវនេះយើងចូលមកដល់ connectivism នៅក្នុង behaviorism ហើយដែលយើងផ្ដោតទៅលើគឺយើងផ្ដោតទៅលើ response ឬក៏ផ្ដោតទៅលើ behavior ព្រោះនៅក្នុងហ្នឹងគេកំណត់ថាអ្នកឯងចេះលុះត្រាតែអ្នកឯង change ផ្លាស់ប្ដូរអរិយាប័ត្រក៏ប៉ុន្តែនៅក្នុងហ្នឹងគឺគេអត់ខ្វល់តកតងអំពីថាដំណើរការនៅក្នុងខួរក្បាលហ្នឹងប្រព្រឹត្តទៅរបៀបម៉េចទេហើយគេដាក់ឈ្មោះអាហ្នឹងថា black box ក៏ប៉ុន្តែនៅក្នុង connectivism គឺគេចាប់អារម្មណ៍នៅកន្លែងហ្នឹងតែមុននឹងចេញមកជាការផ្លាស់ប្ដូរនៅអាកប្បកិរិយាឬក៏ behavior ហ្នឹងតើខួរក្បាលរបស់យើងវាដំណើរការឬក៏ប្រព្រឹត្តទៅរបៀបម៉េចដើម្បីផលិតជាការយល់ដើម្បីផលិតជាការចេះលក្ខជាដើមអញ្ចឹងហើយដំណើរការហ្នឹងយើងហៅថា cognitive process ឬក៏ mental process ក៏បានដែរបាទហើយនៅក្នុង connectivism ពុទ្ធិនិយមគេកំណត់និយមន័យ learning គឺនៅពេលដែលអ្វីដែលយើងបានរៀនជាព័ត៌មានត្រូវបានយកចូលមកក្នុងខួរក្បាលរបស់យើងហើយយើងបានគិតទៅលើហ្នឹងហើយរក្សាទុកនៅក្នុងអង្គចងចាំរយៈពេលវែងក៏ប៉ុន្តែលើពីហ្នឹងទៀតអ្វីដែលយើងរក្សាទុកហ្នឹងគឺមិនគ្រប់អីដែលយើងរក្សាទុកហ្នឹងគឺចេះដូចគ្នាចេះហ្នឹងគេចែកទៅជាកម្រិតទៀតហើយដែលកម្រិតហ្នឹងគេប្រើពាក្យ state of knowledge បាទបានន័យថាចេះកម្រិតហើយនៅខាងក្រោមនេះខ្ញុំបានឲ្យឧទាហរណ៍ទាក់ទងអំពី Bloom taxonomy ដែលគេចែកការចេះហ្នឹងទៅជា6កម្រិតបាទនៅខាងក្រោមគឺជាកម្រិតដែលសាមញ្ញងាយយល់ហើយប្រើប្រាស់ធម៌ពលខួរក្បាលតិចប៉ុន្តែផ្ទុយមកវិញនៅខាងលើដូចជា create វាជាផ្នែកដែលមានលក្ខណៈអរូបីហើយ complex ហើយវាត្រូវការប្រើប្រាស់ធម៌ពលខួរក្បាលច្រើនបាទ
Chẳng nó không connectivism nó cái thà ok ở lấy cầm nạp thà này anh trẻ ta mà dạng bỏ miếng này anh bàn điên tại ban để xa tổng trong cuộc bài còn cái trẻ nóยังtrai tôi chỉ vào môi cầm đất trẻ cầm đất hòm cái cứ chám sốt là quanh bàn và toàn thiết trẻ cầm đất để dối understand ai và dối cái bàn và ai trẻ cầm đất và toàn thiếtยัง how to apply គឺយកអីដែលយើងចេះហ្នឹងយកទៅអនុវត្តឬក៏ទៅឆ្លោះប្រចាំឲ្យឧទាហរណ៍នៅក្នុង scenario ឬក៏លក្ខខណ្ឌផ្សេងបាទហើយបើយើងទៅលើទៀតចេះកម្រិត analyze វិភាគទៅលើរបស់មួយឲ្យលម្អិតតកតងអំពីធាតុផ្សំរបស់វាជាដើមចឹងទៅបាទហើយចេះកម្រិតបន្ទាប់ទៀតយើងហៅ evaluate វាតម្លៃទៅលើរបស់មួយបាទខុសត្រូវល្អឬក៏ក្រក់លក្ខណៈជាដើមចឹងហើយចុងក្រោយយកអីដែលយើងចេះអាចទៅបង្កើតរបស់ឬក៏រកឃើញនៅរបបកំហើញថ្មីជាដើមចឹងទៅអានឹងយើងហៅថា create បាទអញ្ចឹងជាសង្ខេបមកវិញនៅក្នុង slide នេះអីដែលយើងចង់សង្កត់ធ្ងន់គឺ connectivism ទ្រឹស្ដីហ្នឹងគឺជាការឆ្លើយតបទៅនឹងចំណុចខ្វះខាតរបស់ behaviorism តែនៅក្នុង behaviorism គឺគេផ្ដោតទៅលើ response ឬក៏គេផ្ដោតលើ behavior ដែលយើងអាចមើលឃើញនឹងភ្នែកបាទក៏ប៉ុន្តែគេអត់បានយកចិត្តទុកដាក់ទៅលើដំណើរការប្រព្រឹត្តទៅរបស់ខួរក្បាលទេហើយជាសោតរបស់ដែលយើងអាចមើលឃើញនឹងភ្នែកឬក៏ការផ្លាស់ប្ដូរ behavior ភាគច្រើនវាបាននៅលើ basic skill មួយចំនួនបាទ but when it comes to complex thing ដូចជាការដោះស្រាយបញ្ហាhow យើង develop ឬក៏ learn language is quite complex ដែល behaviorism ពិបាកនៅក្នុងការដែលបញ្យល់ទៅលើរបស់ទាំងអស់ហ្នឹងបាទអញ្ចឹងហើយបាន connectivism គាត់ចូលមកដល់ហើយគាត់អាចបញ្យល់បានដោយគាត់បង្កើតទៅជាចេះមានកម្រិតជាច្រើនជាដើមចឹងទៅបាទនៅក្នុង slide បន្ទាប់ទៀតនេះគឺដោយឯដែលខ្ញុំលើកឡើងពីមុនដែរនៅខាងលើនេះគឺជា behaviorism ដែលគេផ្ដោតទៅលើពាក្យតែពីរទេគឺ stimulus ហើយជាមួយនឹង response យើងចង់បាន response ប្រភេទអីយើងដាក់ stimulus ឬក៏យើង design environment ដើម្បីផ្ញើឲ្យបុគ្គលម្នាក់ហ្នឹងឬក៏កូនសិស្សចេញនៅ response បែបហ្នឹងក៏ប៉ុន្តែគេអត់សិក្សាទៅលើ black box នេះទេឬក៏សិក្សាទៅលើដំណើរប្រព្រឹត្តទៅនៃខួរក្បាលទេគេអត់សិក្សាទេដោយសារវាមើលអត់ឃើញបាទប៉ុន្តែនៅក្នុង connectivism គឺគេផ្ដោតទៅលើផ្នែកហ្នឹងគឺគេផ្ដោតទៅលើតើតានៅក្នុងខួរក្បាលហ្នឹងវាប្រព្រឹត្តទៅឬក៏ដំណើរការរបៀបមិនជាដើមអញ្ចឹងបាទហើយនៅក្នុងផ្នែកមួយនៃ connectivism នៅក្នុងក្រុមហ្នឹងយើងមានទ្រឹស្ដីជាច្រើនហើយមួយនៅក្នុងចំណោមហ្នឹងយើងហៅថា connective load theory ដែលគេសាក់លបងនៅក្នុងការពិនិត្យមើលទៅលើដំណើរប្រព្រឹត្តទៅរបស់ខួរក្បាលពិសេសគេផ្ដោតទៅលើ learning ជាមួយនឹង memory ឬក៏អង្គចងចាំជាដើមចឹងទៅបាទដើម្បីឲ្យចេះប្រព្រឹត្តទៅបានគឺវាទាមទារឲ្យយើងមាន attention វាទាមទារឲ្យយើងមានប្រព័ន្ធ memory របស់យើងក៏ដូចជាការយកចិត្តដាក់ and thinking on that ដើម្បីចុងក្រោយផលិតជាការចេះយល់ដឹងជាដើមចឹងទៅបាទប៉ុន្តែបើសិនជាយើងពិនិត្យមើលទៅលើ model ហ្នឹងគឺចាប់ផ្ដើមពីនេះគេបែងចែកទៅជា learning គឺកើតឡើង3ដំណាក់កាលគឺគេអង់គ្លេសហៅថា three step mental process ជា3ដំណាក់កាលដំណាក់កាលទី1គឺនៅកន្លែង sensory memory បន្ទាប់មកទៀតនៅកន្លែង working memory ហើយបន្ទាប់មកទៀតនៅកន្លែង long term memory បាទដំណាក់កាលពី1ទៅកាន់1ហ្នឹងវាមាន process ផ្សេងគ្នាបាទពីខាងក្រៅជាព័ត៌មានដែលចូលមកក្នុងខ្លួនយើងឬក៏ stimuli ញយមកកាន់ខ្លួនយើងអាចតាមរយៈរូបភាពឬក៏អាចតាមរយៈសំឡេងបាទវាអាចចូលមកប៉ុន្តែនៅគ្រប់រូបភាពទាំងអស់គ្រប់សំឡេងទាំងអស់มันប្រកាសថា sensory memory របស់យើងចាប់យកហើយ filter វាយកទាំងអស់ទេយើងយកតែមួយចំនួនទេហើយរបស់ដែលយើងយកមួយចំនួនលើកលែងតែយើង pay attention to that យើងផ្ដោតអារម្មណ៍ទៅកាន់ហ្នឹងមិនយើងអាចចាប់យកជារូបភាពឬជាសំឡេងហ្នឹងចូលមកក្នុង working memory បាទហើយនៅកន្លែង working memory ណារបស់ដែលយើងទទួលបានជាព័ត៌មានហ្នឹងវាត្រូវគិតទៅលើហ្នឹងដើម្បីផលិតជាការយល់មួយហើយរុញវាមកតក់ក្នុង long term memory ហើយដែលដំណើរការនេះយើងហៅថា encoding ដាក់បញ្ចូលបាទហើយពេលដែលវាព័ត៌មានហ្នឹងមកនៅក្នុង long term memory គឺវាត្រូវបានរក្សាទុកយើងហៅថា storing បាទហើយបន្តមកទៀតយើងអាចគាស់យកឬក៏ហៅវាយកមកប្រើវិញនៅពី long term memory ចូលទៅកាន់ working memory វិញ process នេះយើងហៅថា retrieval បាទនេះគឺជាដំណើរការប្រព្រឹត្តទៅ
តែនៅក្នុង connectivism គឺគេបញ្យល់ថា learning កើតឡើងតាមរយៈដំណាក់កាល3ធំរបស់ខួរក្បាលរបស់យើងឬក៏ mental process ទី1 encoding ទី2 storing ហើយទី3តកតងអំពី retrieving information encoding នៅក្នុងន័យថារបស់ដែលយើងទទួលយកតាមរយៈរូបភាពឬក៏សំឡេងយើងគិតទៅលើហ្នឹងដើម្បីផលិតជាការយល់រុញវាពី working memory ចូលមកក្នុង long term memory encoding រក្សាទុកនៅក្នុង long term memory sometimes memory ដែលយើងអត់បានប្រើយូរទៅវា decay បើន័យថាការរក្សាទុកហ្នឹងក៏វាអាចបាត់បង់នៅក្នុងកម្រិតណាមួយដែរបើមិនជាយើងអត់យកវាមកប្រើឡើងវិញអាហ្នឹងទី2យើងហៅ storing ហើយចុងក្រោយគេយើងហៅ retrieval គឺយើងទាញឬក៏គាស់វាយកមកប្រើវិញជាដើមអញ្ចឹងតែនៅក្នុង connectivism គេកំណត់និយមន័យថាយើងអាចនិយាយថាបុគ្គលមួយចេះទោះតែណាតែបុគ្គលហ្នឹងទទួលបានព័ត៌មានចាប់យកព័ត៌មានហ្នឹងផលិតជាការយល់រុញហើយរក្សាទុកនៅក្នុងអង្គចងចាំរយៈពេលវែងហើយគាត់អាចគាស់យកមកប្រើនៅក្នុងទម្រង់ណាមួយហើយដែលនៅក្នុងទម្រង់ណាមួយហ្នឹងយើងអាចឆ្លុះប្រចាំងទៅលើ bloom taxonomy នេះបាទទម្រង់នៅក្នុងការដែលចាំបញ្យល់គេកើតបាទឬក៏យកទៅប្រើកើតយកទៅវាតម្លៃវិភាគឬក៏បង្កើតអីថ្មីជាដើមចឹងទៅអាហ្នឹងនៅក្នុងន័យចឹងឯងតកតងអំពី connectivism ហើយជាចុងក្រោយខ្ញុំចង់លើកឡើងតកតងអំពី instructional design strategy យុទ្ធសាស្ត្រពិសេសគ្រូដែលគាត់អាចប្រើប្រាស់បានដើម្បីធ្វើឲ្យយកទៅបង្រៀននិស្សិតឲ្យមានប្រសិទ្ធភាពខ្ពស់ជាដើមចឹងដោយសារនៅក្នុង connectivism គេកំណត់និយមន័យ learning គឺជា three step or mental process encoding storing ហើយជាមួយនឹង retrieval អញ្ចឹងយើងអាចទៅលើនឹងជាមូលដ្ឋានហើយយើងពិនិត្យមើលទៅលើយុទ្ធសាស្ត្រដែលយើងអាចប្រើបានដើម្បីធ្វើឲ្យការរៀនហើយជាមួយនឹងការបង្រៀនមានភាពល្អប្រសើរទី1 encoding អីដែលយើងអាចប្រើបានគឺ use a multimedia បើន័យថា content ឬក៏របស់ដែលយើង stimulus ទៅកាន់និស្សិតគឺយើងគួរតែ present in multiple way present in multiple way ហ្នឹងនៅក្នុងន័យថាយើងអាច present ជា verbal និយាយហើយ present ជា visual ជារូបភាពអាចមើលឃើញផងស្ដាប់ឮផងហើយយើងអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលនៅក្នុងការដែលឲ្យព័ត៌មានទាំងអស់ហ្នឹងចូលមកក្នុងខួរក្បាលដើម្បីងាយស្រួលនៅក្នុងការ encoding ពី working memory ទៅកាន់ long term memory that's just one strategy another strategy យើងហៅថា chunking បានន័យថាជំនួសឲ្យយើងនិយាយទៅមកកឆេបាទឬក៏ everything all យើងពុះចែកព័ត៌មានដែលយើងកម្រងនឹងធ្វើការបញ្យល់ឬក៏បង្ហាញហ្នឹងឲ្យទៅជាផ្នែកតូចៗដែលតាក់ទងជាមួយគ្នាជាដើមចឹងទៅនៅក្នុងទម្រង់បែបអញ្ចឹងគឺវាសម្រួលឲ្យ working memory របស់យើងនៅក្នុងការដែលគាត់អាច process គិតទៅលើហ្នឹងដើម្បីផលិតជាការយល់រុញជាដើមអញ្ចឹងនៅកន្លែងនេះក៏ខ្ញុំចង់បញ្ជាក់ម្ដងទៀតដែរដោយសារ working memory របស់យើង capacity មានកំណត់បាទនៅកន្លែងនេះគឺអីដែលគាត់អាចទទួលបានគឺ7 unit information អាចបូកឬដក2អាស្រ័យទៅលើបុគ្គលម្នាក់ជាដើមអញ្ចឹងណាចឹងមកន័យថាចំនួនឬក៏បរិមាណនៃព័ត៌មានដែលគាត់អាចគិតនៅក្នុងពេលមួយគឺមានកម្រិតបាទដូច្នេះហើយបាន chunking ហ្នឹងគឺចង់ឲ្យពុះឬក៏បែងចែកព័ត៌មានហ្នឹងទៅជាផ្នែកបាទហើយយើងធ្វើការបត់បង្ហាញមួយផ្នែកធប់មួយផ្នែកហើយដល់មកផ្នែកទៀតបាទហើយតួយ៉ាងនៅទីនេះអីដែលពួកយើងធ្វើគឺព័ត៌មានរបស់យើងពុះចែកទៅជា3កង់ behaviorism connectivism ហើយជាមួយនឹង constructivism ហើយរបៀបដែលយើងធ្វើការបង្ហាញគឺយើងបង្ហាញ behaviorism ធប់កិច្ចសន្ទនារំមកទៀតមកយើងបង្ហាញមួយទៀតអាហ្នឹងក៏អាចជាឧទាហរណ៍មួយក្នុងទម្រង់នៃការ chunking ដែរបាទមួយទៀត work example អាចឲ្យជាឧទាហរណ៍បាទពិសេសនៅក្នុងនិស្សិតដែលគាត់ថ្មីថ្មោងទៅកាន់របស់មួយយើងអាចសាកល្បងឲ្យជាឧទាហរណ៍របស់គាត់ដែលអាចជាដើរតួនាទីជា mental model នៅក្នុងការរបៀបដែលគាត់គិតជាដើមអញ្ចឹងក៏សម្រួលនៅក្នុងការ encoding សម្រាប់គាត់ដែរបាទលើពីហ្នឹងទៀតតកតអំពី storing នៅកន្លែងនេះគឺមានយុទ្ធសាស្ត្រមួយយើងហៅ space learning បានន័យថាជំនួសឲ្យយើងសិក្សានៅក្នុងពេលតែមួយរយៈពេលវែងយើងសិក្សានៅក្នុងពេលខ្លីប៉ុន្តែ over time ឲ្យច្រើនជាដើមតែយើងអាចសិក្សានៅថ្ងៃច័ន្ទរំលឹកនៅថ្ងៃសុក្រឬក៏នៅក្នុងរយៈពេល3ខែហ្នឹងរបស់ដែលយើងសិក្សាយើងត្រូវ visit វាទៅពិនិត្យមើលវាយើងហោចណាស់ឲ្យបាន4 ទៅ 5 ដងមុនពេលប្រឡងអញ្ចឹងទៅអាហ្នឹងគឺជា
ខ្លឹមសាររបស់ space learning ឬក៏ឆ្លើយជាមួយសំណួរតាក់ទងអំពី when to learn ហើយតាក់ទងមួយចុងក្រោយគេតាក់ទងមួយ retrieval practice គឺដើម្បីគាស់យកបាទព័ត៌មានពី long term memory ឲ្យចូលមកក្នុង working memory វិញហើយដែលយើងអាចធ្វើបានគឺតាក់ទងអំពីញោចនៅអីដែលគាត់បានដឹងបច្ចុប្បន្នភាពទៅលើប្រធានបទហ្នឹងបាទឬក៏ជាបទពិសោធន៍របស់គាត់ដែលគាត់ឆ្លងកាត់តាក់ទងមួយប្រធានបទហ្នឹងជាដើមចឹងទៅបាទតាមរយៈសំណួរតាមរយៈកិច្ចពិភាក្សាដើម្បីគាស់មុនពេលដែលយើងធ្វើការបង្ហាញបាទព្រោះហេតុអីនៅពេលដែលយើងគាស់អាហ្នឹងមុនពេលដែលយើងបង្ហាញចឹងមកព័ត៌មានហ្នឹងមួយចំនួនវាមាននៅក្នុង working memory នេះអញ្ចឹងវាដើរតួនាទីជាសំណាក់ដើម្បីទៅវិភាគអញ្ចឹងនៅពេលដែលយើងឲ្យជាព័ត៌មានថ្មីដូចជា stimulus មកវាងាយនៅក្នុងការទទួលយកបានបាទហើយមួយទៀតគាត់ថា self testing ឬក៏ active recall អាចឆ្លើយជាសំណួរឬតែអីជាដើមអញ្ចឹងទៅបាទនៅក្នុងទីនេះសង្ខេបមកវិញគឺនៅក្នុង connectivism ដែលហៅថា learning គឺជា three step or mental process ដែលយើង encoding storing ហើយជាមួយនឹង retrieving information បាទហើយជាយុទ្ធសាស្ត្រនៅក្នុងការរៀនក្តីនៅក្នុងការបង្រៀនក្តីយើងអាចពិនិត្យមើលទៅលើផ្នែកមួយ encoding storing ឬក៏ retrieval ហើយយើងអាចប្រើប្រាស់នៅ technique ក៏ដូចជា strategy ឬក៏ method នៅក្នុងការបង្រៀនដើម្បីឆ្លើយតបដើម្បីសម្រួលឲ្យនិស្សិតគាត់អាចហុញព័ត៌មានពី working memory ចូលមកក្នុង long term memory ហើយរក្សាទុកនៅក្នុង long term memory នេះបានហើយឬក៏ retrieve គាស់វាយកមកចូលក្នុង working memory វិញបាទខ្ញុំ slash ប៉ុណ្ណឹងសិនហើយខ្ញុំចង់ស្ដាប់នៅ reaction ឬក៏បទអន្តរាគមន៍ពីបងសម្បត្តិអរគុណសារថ្មីម្ដងទៀតទេសិង្ឃុនណៃណងណារឿងតាក់ទងជាមួយនឹង learning theory នេះបងចាប់អារម្មណ៍មួយ scenario ប៉ុន្តែមួយ scenario ហ្នឹងយើងសាកល្បងធ្វើការវិភាគដោយយក connectivism ហ្នឹងយកមកវិភាគមើលណាពីមុនបងមានបទអន្តរាគមន៍8ចំណុចប៉ុន្តែលើកនេះបងមាន scenario តែមួយប៉ុន្តែយើងព្យាយាមសាកល្បងវិភាគទាំងអស់គ្នាតាមរយៈ connectivism បងចង់ឲ្យសិង្ឃុនធ្វើការ share slide អាទី14នឹងសារថ្មីវិញមិនបាច់បិទ share slide ពីព្រោះបងនឹងលើក scenario មកយើងវិភាគទាំងអស់គ្នាហ្នឹងហើយ slide ទី14បាញ់មិញហ្នឹងបាទមកកន្លែងបាទទី14មួយទៀតនេះអានេះ13ឯងសិង្ឃុន14យ៉ាអរគុណនេះកន្លែងនេះបងប្អូននិយាយសារថ្មីថាសិង្ឃុនលើកឡើងអំពីថាអ្នក behaviorism អាកប្បកិរិយានិយមគេសិក្សាទៅលើចំណុច2នៃទំនាក់ទំនងរវាង stimulus ហើយនិង response ហើយអាកណ្ដាល black box នោះគេ ignore ពួកគេសិក្សាតែប៉ុណ្្នឹងខាង behaviorism ហ្នឹងហើយណាមួយ behaviorism ហ្នឹងវារៀង early ជាងគេតាំងពីទសវត្សរ៍ទី20ទសវត្សរ៍ទីអីនោះហើយដល់ពេល connectivism រៀងមក late ជាងហ្នឹងតិចមករៀងក្រោយហ្នឹងតិចពី behaviorism អញ្ចឹងបានគេទៅព្យាយាម focus ទៅលើអីផ្សេងមួយទៀតក្រៅទៅពី behaviorism បើអញ្ចឹងមិនបានញែកដាច់ពីគ្នាមិនចឹងសិង្ឃុនតែថាអ្នកក្រោយមកគាត់ build អីផ្សេងមួយទៀតអញ្ចឹងស្រាប់តែពួកអ្នក connectivism ហ្នឹងគេឃើញថាblack box ដូចអត់ទាន់បានសិក្សាអញ្ចឹងខ្ញុំមកសិក្សាពី process ហ្មងខ្ញុំមករៀនមកខ្ញុំយល់ហើយថាដាក់ stimulus មួយវាដូរ behavior ហ្នឹងក៏គេទទួលហើយគេមិនទទួលទេប៉ុន្តែគេត្រូវយល់ដែរថាអា process ហ្នឹងវាមិនអញ្ចឹងបានពួកអ្នក connectivism នេះគេគិតអំពីអា process ហ្នឹងអំពីអាដំណើរនៃគូក្បាលវាត្រូវធ្វើមិនទៅក៏វាចែងចងទៅជាតាមបែប connective load theory មួយអញ្ចឹងតែគេនិយាយអំពី learning ហ្នឹងគេឲ្យនិយមន័យថាគេមិនទៅបដិសេធតែរឿង change behavior ស្អីទេប៉ុន្តែគាត់គេឲ្យនិយមន័យថា learning ហ្នឹងគឺ process of learning ហើយអា 3 step mental process ដែលវាមាន encoding វាមាន storing វាមាន retrieval អីចឹងជាដើមហើយកន្លែងដែលខ្ញុំចង់លើក scenario មួយហ្នឹងគឺចង់ជជែក scenario ជាមួយសិង្ឃុនត្រង់គ្រូបង្រៀនមួយរូបគាត់មានពេល2ម៉ោងមកធ្វើ lecture ណាមកសូត្រ lecture ឲ្យកូនសិស្សស្ដាប់ហើយសំណួរចោទសួរថាតើគ្រូនឹងត្រូវធ្វើ lesson plan យ៉ាងម៉េចកាលពីថ្ងៃមុនយើងធ្វើវីដេអូពីរបៀបទៅសេ lesson plan អញ្ចឹងឥឡូវដាក់ scenario នឹងមួយថាគេឲ្យពេលគ្រូនឹងតែ2ម៉ោងឯងណាហើយបរៀនមេរៀនមួយឈ្មោះថាមេរៀនរលាកសួតហើយ
ចូលអ្នកវិភាគតាមបែប connectivism ថាតើគួរ design strategy របៀបម៉េចដើម្បីឲ្យអា lecture 2 ម៉ោងរបស់គាត់ហ្នឹងវាសមស្របហើយវាមានប្រសិទ្ធភាពបំផុតតាមរយៈ connectivism ហ្នឹងតាមរយៈ series mental step នេះ series mental step ដែលមាន encoding storing ហើយនិង retrieval នេះហើយតាមក្បួនចាស់ហ្នឹងខ្ញុំចង់និយាយពីដើមមកខ្ញុំមិនមែនចង់និយាយលោកគ្រូចាស់លោកគ្រូក្មេងអីទេខ្ញុំចង់និយាយពីដើមមកគឺ2 ម៉ោងគឺយើងសូត្រទៅមាន slide 20 30 slide សូត្រមកពី slide ទី1ដល់ slide ទី20ចប់សល់ពេលប្រហែលកូនសិស្សមានអីឆ្ងល់ទេណាអាហ្នឹងពីដើមហ្នឹងគឺបែបជាទូទៅអញ្ចឹងឯងហើយវាសឹងតែ influence 80% ហើយនៅក្នុង health profession education នៅក្នុងស្រុកខ្មែររបស់យើងហើយកន្លែងចំណុចហ្នឹងដែលយើងដូរមក competency based education ហ្នឹងយើងចង់សាកល្បងក្នុងការវិភាគតាមបែប connectivism ឥឡូវស៊ីងគ្រួនឥឡូវបែប encoding ឥឡូវយើងវិភាគទៅលើ encoding មួយសិនlecture មកដល់ presentation 1 ម៉ោង 45 នាទីហើយគាត់មាន slide មួយហើយគាត់និយាយចឹងទៅតើក្នុងហ្នឹងបើសិនជាចង់ឲ្យ encoding ល្អតើគួរមិនគួរធ្វើរបៀបមិនក្នុងករណីហ្នឹងសិង្ហគួនបាច់ឆ្លើយក៏បានដែរបងសួរខ្លួនឯងបងឆ្លើយខ្លួនឯងចាំសិង្ហគួនបន្ថែមបើជាខ្ញុំទេក្នុងកន្លែង encoding ហ្នឹងខ្ញុំនឹងមិនធ្វើអញ្ចឹងទេគឺខ្ញុំនឹងបើ record បង្រៀន2 ម៉ោងហ្នឹងខ្ញុំ record ឲ្យកូនសិស្សទៅមុនទៅផ្ទះមុនទៅហ្នឹងហើយកូនសិស្សចង់យកអាវីដេអូហ្នឹងយកទៅមើលពេលណាមើលទៅហាហ្នឹងខ្ញុំប្រើពាក្យមួយថាខ្ញុំប្រើពាក្យ use multimedia បានតែខ្ញុំមានវីដេអូឲ្យកូនសិស្សទុកទៅមើលមុនទៅខ្ញុំមានតាំងពី slide បទបង្ហាញខ្ញុំមានតាំងពីខ្ញុំនិយាយបញ្យលហ្នឹងទៅចឹងទៅដល់ទៅពេលខ្ញុំចូលមកដល់សិក្សាមែនតើខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំធ្វើតាមបែប chunking ខ្ញុំ break down មេរៀនរបស់ខ្ញុំហ្នឹងដាក់ទៅជាសំណួរឧទាហរណ៍ថាក្នុងមេរៀនរបស់ខ្ញុំហ្នឹងវា1 ម៉ោង 45 នាទីវាមានtopic តែមួយគឺរលាកសួតប៉ុន្តែវារលាកសួតហ្នឹងវាមានចំណុច 7 8 ចំណុចតែតើមួយរលាកសួតហ្នឹងដូច្នេះខ្ញុំនឹងដាក់ជាសំណួរមួយទៅតាមចំណុចមួយហ្នឹងខ្ញុំដាក់សំណួរមួយហ្នឹងហើយខ្ញុំឲ្យកូនសិស្សសាកល្បងឆ្លើយហើយកន្លែងហ្នឹងវា link ជាមួយណាកន្លែង retrieval ខ្ញុំសុំ load មក retrieval បន្តិចកូនសិស្សគាត់អាចបានមើលមុនគាត់អាចមិនបានមើលមុននៅវីដេអូរបស់ខ្ញុំអញ្ចឹងតាមរយៈអាសំណួររបស់ខ្ញុំនោះដែលខ្ញុំ chunking ដែលខ្ញុំ like class A វាមួយតូចហ្នឹងគឺខ្ញុំគាស់នៅ prior knowledge របស់គាត់ prior knowledge ហ្នឹងគឺ knowledge ដែលគាត់បានអានឬក៏បានមើលសភៅពីណាពីណីមិនដឹងឬក៏គាត់បានស្ដាប់មើលវីដេអូរបស់ខ្ញុំហើយអញ្ចឹងគាត់នឹងមកសាកល្បងក្នុងការឆ្លើយនៅសំណួររបស់ខ្ញុំដែលជា study guide ហ្នឹងអញ្ចឹងឋានៈដែលខ្ញុំបានដាក់សំណួរសួររបៀបអញ្ចឹងគឺខ្ញុំអាចគាស់នៅ prior knowledge របស់កូនសិស្សខ្ញុំអាចធ្វើ self testing កូនសិស្សខ្ញុំអាច active recall ឲ្យកូនសិស្សគាត់ recall មកវិញហើយច្បាស់ណាស់ថាអាច recall បានអាច recall មិនបានមិនអញ្ចឹងហ្នឹងហើយប៉ុន្តែបើសិនជាកូនសិស្ស recall បានខ្លះយ៉ាងហោចក៏ខ្ញុំដឹងនៅអា chunking របស់ខ្ញុំដឹងថានេះ unit នេះកូនសិស្សយល់ហើយតាបានន័យថា content កន្លែងចំណុចនេះកូនសិស្សយល់ហើយភាគច្រើនកូនសិស្សយល់ហើយអញ្ចឹងយើងអាចយកអា chunking breakdown ហ្នឹងបានន័យថាមិនបាច់ទៅ focus ទៅលើអាចំណុចដែលកូនសិស្សយល់ពេកហ្នឹងទេវានាំតែ overload ទេព្រោះកូនសិស្សចេះយល់កន្លែងហ្នឹងហើយហ្នឹងអញ្ចឹងយើងនិយាយលំកន្លែងហ្នឹងទៅព្រោះកូនសិស្សយល់ហើយយើងទៅនិយាយអាកន្លែងកូនសិស្សដែលមិនទាន់យល់ច្បាស់ហ្នឹងឃើញទេអញ្ចឹងយើងចាប់ផ្ដើម break down អា unit ហ្នឹងឲ្យវាបានចំណេញជាងមុនហើយ work example របៀបម៉េច work example យើងមិនដាក់ទៅជា guiding question ទេយើងកុំដាក់ guiding question យើងទៅជាដាក់ case base ទៅវិញសិនគួនណែឧទាហរណ៍ថាយើងចង់សួរពីនិយមន័យនៃជំងឺរលាកសួតមួយក៏យើងដាក់ថាអ្នកជំងឺ48ឆ្នាំមកក្អកខេះ5ថ្ងៃហើយមានក្តៅខ្លួនណាអាហ្នឹងយើងបែប work example ណាយើងដាក់ទៅជា scenario តើជួបប្រឈមមុខមួយអញ្ចឹងអ្នកឯងគិតថាគាត់មានជំងឺរលាកសួតអត់ហើយបើអ្នកឯងគិតថាមានជំងឺរលាកសួតអ្នកឯងឲ្យនិយមន័យរបៀបម៉េចពេលដែលអ្នកឯងទទួលបានព័ត៌មានប៉ុណ្ណឹងនេះឃើញវាទៅជាទម្រង់មិនមែនតែជា chunking តែជាសំណួរទេវាទៅជា work example មួយ
áo chia scenario mỗi ai quát xạ vì hiện nó không scenario mỗi đầm mấy áo chia dùng này chẳng thấy nè anh ấy chỉ chừng nói để nhưng chọn lượng làm bị encoding hay cho nó tầng on nó cứ chỉ pe với đây quát thử vô sầm nạo bị tầng on nó vô mà encode trộn hay ta mới process để dân retrieval quát phong quát xua quát phong encode quát phong tầng on nó hay cứ chỉ process about storing này working memory vì cái store đấy kia vìพวกគាត់បាន involve បាន engage ជាមួយនឹងសកម្មភាពរបស់យើងណាអញ្ចឹង1ម៉ោង45នាទីរបស់ខ្ញុំនោះវាមិនមែនគឺជាការធ្វើបទបង្ហាញប៉ែមសូត្រយកកូនសិស្សងុយដេកអស់ទេតែវាគឺជាការគោះឲ្យកូនសិស្សមានសកម្មភាពប្រើប្រាស់ខួរក្បាលរបស់គាត់នៅក្រោម 3 step mental process មាន encoding មាន storing មាន retrieval ហ្នឹងហើយដល់ពេល15នាទីក្រោយបើឱកាសឲ្យកូនសិស្សសួរហើយដល់ពេលបើឱកាសឲ្យកូនសិស្សសួរយើងទៅជា apply concept របស់ behaviorism វិញលើកទឹកចិត្តឲ្យ reward កូនសិស្សឲ្យអីហ៎មានណាគេបកកែសួរសំណួរចំល្អឲ្យស្គាល់គាត់មកគាត់ឬក៏ឲ្យបិចម្ដងនេះវាជាទម្រង់នៃ reward អីចឹងហើយកូនសិស្សណាសួរសំណួរភ្លាវឬក៏អីចឹងជាដើមអាហ្នឹងអាចបិចម្ដងពីកូនសិស្សវិញទុកឲ្យអ្នកសួរសំណួរល្អអីចឹងជា punishment អីចឹងជាដើមនេះគ្រាន់តែជាការលើកឡើងថាតាមវិភាគបែប connectivism យើងអាចធ្វើការកែសម្រួលនៅ lesson plan របស់យើងគឺមិនមែនមកដល់សូត្រកោកទេអញ្ចឹងកូនសិស្ស encode អត់ចូលទេពីព្រោះវាច្រើនពេកវា a lot of unit information មែនទេសិង្គួនអញ្ចឹងហើយបានយើងធ្វើជា space learning យើងធ្វើ promonero technique អីចឹងជាដើមទៅណាសិង្គួន presente មួយវគ្គអញ្ចឹងទៅខ្ញុំជជែកមួយវគ្គអញ្ចឹងទៅណែងណអញ្ចឹងទៅវាបាត់ងុយគេងដល់ពេលខ្ញុំនិយាយយូរទៅងុយគេងទៅឲ្យសិង្គួនវិញណាវាជា space មួយនៃការដូរទាំងអស់ហ្នឹងគឺជាការវិភាគតាមបែប connectivism អញ្ចឹងការអន្តរាគមន៍របស់ខ្ញុំគឺអញ្ចឹងក្នុងន័យគោះឲ្យឃើញថាតើ mental process នេះធ្វើការម៉េចហើយយើងក្នុងនាមជាគ្រូក្នុងនាមជាកម្មវិធីសិក្សាមួយត្រូវរៀបចំ lesson plan របៀបម៉េចត្រូវរៀបចំ course syllabus ត្រូវរបៀបម៉េចត្រូវរៀបចំ instructional design របស់ program របៀបម៉េចដើម្បីឲ្យ fit ទៅនឹង connectivism behavior ហើយជាមួយនឹង construct ពេលដែលយើងរៀននៅក្នុង part 3 នោះឲ្យធានាបានថា learning នឹង defined by different learning theory ហើយ make sure ថាកូនសិស្សហ្នឹងបាន achieve នៅ outcome ហ្នឹង so ប៉ុណ្ណឹងឯងសិង្គួនមិនឲ្យវែងឆ្ងាយពេកវាវែងពេក ខ្ញុំចាំបានថ្ងៃមុនយើងជជែកគ្នាតាក់ទងពីរបៀបសរសេរ lesson plan ហើយនៅក្នុងនោះដែរយើងបានលើកឡើងតាក់ទងពី teaching and learning activity សកម្មភាពដែលក្នុងនាមជាគ្រូទូនាទីរបស់យើងគឺធ្វើសកម្មភាពទាំង lain ណាដែលផ្ញើឲ្យនិស្សិតចេញជាសកម្មភាពនៅក្នុងការរៀនហើយតាមរយៈសកម្មភាពនៅក្នុងការរៀននឹងឯងបានឈានទៅដល់ការរៀនចេះរបស់គាត់បាទហើយដែលសកម្មភាពនៅក្នុងការរៀនរបស់គាត់គួរតែច្រើនហើយចម្រុះបាទប៉ុន្តែក៏យើងអាចយកហ្នឹងមកឆ្លោះបញ្ចាំងតាក់ទងអំពីសកម្មភាពមួយចំនួនដែលយើងផ្ញើឲ្យនិស្សិតនៅក្នុងទស្សនវិជ្ជាដែលជួយឲ្យគាត់ encode ពី working memory ទៅ long term memory ជួយឲ្យគាត់ store ហើយក៏ជួយឲ្យគាត់ retrieve ពី long term memory ចូលមកក្នុង working memory ផងដែរកន្លែងនេះក៏ខ្ញុំចង់បាត់វងកញ្ចក់បន្តិចហើយខ្ញុំចង់ចូលទៅចំណុចបន្តទៀតប៉ុន្តែមុនពេលចូលមកចំណុចបន្តទៀតខ្ញុំមានចំណុចមួយចំនួនដែលចង់លើកឡើងព្រោះនៅក្នុងទ្រឹស្ដីទាំង3ហ្នឹង behaviorism ចាត់ទុកកូនសិស្សជា passive receiver ហើយនេះដែល active គឺគ្រូឲ្យទី design environment ឲ្យ stimulus ហើយកូនសិស្សឲ្យដែលគាត់ត្រូវធ្វើគឺតាមរយៈនៅក្នុង condition ហ្នឹងគាត់ respond ជា behavior មកវិញជាដើមចឹងប៉ុន្តែនៅក្នុង connectivism គឺគេចាត់ទុកកូនសិស្សជា active learner ប៉ុន្តែកូនសិស្សត្រូវចូលរួមនៅក្នុង learning process ដំណើរការហ្នឹងព្រោះនៅក្នុងនោះគេកំណត់ learning វា 3 step ពី encoding storing ហើយជាមួយនឹង retrieving information ដូចគ្នានៅក្នុង constructivism ក៏ចាត់ទុកកូនសិស្សជា active learner ដែរហើយកូនសិស្សត្រូវ active ផងដែរបាទប៉ុន្តែចំណុចមួយដែលខុសប្លែកគ្នារវាង connectivism ហើយជាមួយនឹង constructivism ព្រោះនៅក្នុង connectivism គឺផ្ដោតទៅលើព័ត៌មានឲ្យទៅកាន់និស្សិតហើយនិស្សិតអាចផលិតជាការយល់ឬក៏ព្រមតាមព័ត៌មានហ្នឹងឲ្យរក្សាទុកបាទអាហ្នឹងគឺជារឿងដែល connectivism គាត់ខ្វល់បាទប៉ុន្តែផ្ទុយមកវិញនៅក្នុង constructivism អីដែលគាត់នេះណាដូច learning មាន quote មួយដែរថា humans create meaning as opposed to acquiring it
vì mình chỉ hướng đại qua để miền mùi máu hay phồng tan rồi có son là mặt vô không bạn chẳng learning is constructed và đây theo bộ câu của này thử kết ở khơi và lật cái vô mấy từ lớp ấy để thử ban lật lại màu và anh ấy cứ chỉ ấy để chỉ chúng nói bị sát robot constructivism nó không constructivism bắt bị sao bị muốn past experience được có prior knowledge cứ chia mô là thang được có chia sầm nát là bây giờ tao bị piệt nó không biết constructed và này tha bắt bị sao nhưng bị muốn hay chỉ mùi năng past knowledge which is foundation để ai để có thể thơ là mấy là cái vô mấy cứ còn build on upon xong bị lỡ foundation năng là mấy là chỉ cái vô mấy chỉ làm chẳng bà hãy lấy nhầm tin mà với nó không connectivism cái bắt đầu từ là cognitive process mental process tầm nào cái kết bị phía bao khu các bạn tới chia by step encoding storing hay chỉ muốn retrieving chỉ làm chắc là bây là tới chỉ cái vô lời trẻ và đây là không constructivism cứ cái bắt đầu từ là active construction và này tha song và time và lật cái vô mấy từ là ai để chỉ bắt bị sao bị món hay chỉ muốn năng prior knowledge hay là không constructivism kinh dạy thành knowledge rồi còn learning is constructed dân thử sang sáng dân thử bằng ca vô mấy tam rồi experience and social interaction và nó tí ní cứ bị cái lứa tí mũi foundation bỏ của dân mà nè tay thì mình bắt bị sao hay chỉ muốn năng past knowledge và anh ấy cứ chỉ foundation là dân thử xong bị lỡ năng và của nó đa tu này tí chưa sầm nát là bài tao bị phía nó bỏ mình mấy hay phải là càng vô mấy tam rồi experience hay chỉ muốn năng social interaction và những experience hay chỉ muốn năng social interaction cứ chỉ keywords nó không constructivism và tại nó không nắng cứ nó bây giờ dân từ social interaction rồi có antrakam chỉ muốn năng nhẹ ở tay ai chỉ mất phe rồi ai chỉ cứu nó không này để dân social process rồi có collaboration khả năng mỗi tiết ta một dạng để dân thơ thì có dân tạo interact nó dân từ tu ban experience rồi có dân learn by doing hay reflection learning cho đàn chẳng nhóm cho tới slide và to tiết để to mỗi cái lạnh nữa nó không ní cứ chỉ slide mỗi để nhóm chọn bạn không có chọn tích đá để to bị learning principle và đây không learning principle này còn miễn ca cho luôn bị connectivism này và đây còn là picture mà bị constructivism và đây không learning principle này câu cá và xin chỉ dân and what rồi có apply the learning principle từ anh tới với thôi ở cả riêng bọn sách miền và sự tập hiệp của và không ní kinh dạy tha learning is promoted cả riêng đừng lo và xa láng nó bây giờ constructive và này tha dân qua được cái dân nhau được cái dân activate nó ai để chỉ bắt đi sao bị muốn được cái knowledge bị muốn bỏ đi sách và ai cúp xong chỉ muốn năng qua để mình thay để có thể tua bán làm bay thời gian ná lực thực chất có ở quạt create new meaning rồi có generate own understanding và lật cái vô mấy và ai cái là ai để có thể tua bán hay leave xong chỉ muốn năng past experience hay muốn knowledge và quạt cho làm cho nó không này đi đáy nó không constructivism vì dân là thực chất anh sách đam bay explore của quạt để cái thời sự đây biết tha dân chỉ đam chơi muốn được trong một ecosystem để dân thử learn vì là bao thằng on năng và thì biết how collaborative dân learn của nó không nắng cứ tam là social interaction dân learn by interact với個 work in group anh nắng sẽ tao pi cho một tí thì bấy contextual cứ sầm đào từ là dân learn by experience dân learn by doing tam là your ai thì dân check into the real world hay apply hay đó sẽ phải hay nó không real world từ nó không context more specific cho đàn cho nó không tầm rộng bạn chứ vì chui thôi ở cả riêng bao giờ we meaningful dân ở trong mai lại tha hiện là đang hát chơi từ thời ấy của nó không nắng the way thì dân learn cứ dân show the context thì có problem chỉ mua là thế này dân vô ai thì dân chắc là mấy cho ta sẽ phải nhà hàng nè bạn hay tí 4 set directed để nhân phải chạy pimon chứ nó không connectivism cái đấy nó không constructivism cái đấy cái chapter tốc này sách cứ chỉ active learner bạn hay cũ gọi chi nè sầm rọp sầm lúa này bạn we call it behaviorism bạn hay
self directed ហ្នឹងនៅក្នុងន័យថានិស្សិតត្រូវដើរតួនាទីយ៉ាងសកម្មមានទំនួលខុសខ្ពស់នៅក្នុងការរៀនរបស់គាត់គាត់ត្រូវ plan គាត់ត្រូវ monitor វាតម្លៃទៅលើការរៀនរបស់គាត់ឬក៏ adjust របៀបរបបក្នុងការរៀនរបស់គាត់ដើម្បីធានានូវប្រសិទ្ធភាពច្រើនចឹងទៅបាទប៉ុន្តែនៅទីនេះអីដែលខ្ញុំចង់លើកឡើងទាក់ទងអំពីនៅក្នុង constructivism ហ្នឹងគឺមានទិសដៅនៅក្រោមហ្នឹងទៀតបាទតែទិសដៅមួយដែលសំខាន់នៅក្នុងចំណោមហ្នឹងគឺមកពីលោក Vygotsky បាទគាត់ជាអ្នកចិត្តវិទូជនជាតិរុស្ស៊ីតែគាត់និយាយថា human development ការអភិវឌ្ឍរបស់មនុស្សឬក៏ផ្នែកខួរក្បាលឬក៏ learning happens in response to social interaction បាទគឺយើងរៀនហើយយើងចេះតាមរយៈដែលយើងប្រស្រ័យតាក់ទងឬក៏អន្តរកម្មជាមួយនឹងអ្នកដទៃបាទហើយដែលនៅក្នុងទិសដៅរបស់គាត់ហ្នឹងគាត់លើកឡើងយកនៅចំណុចចំនួន3ទី1ហៅ knowledgeable others សំដៅទៅលើនៅពេលដែលយើងទៅធ្វើ social interactions ឬក៏ប្រស្រ័យតាក់ទងមួយអាចជាមិត្តភ័ក្តិយើងឬក៏ជាគ្រូរបស់យើង knowledgeable others សំដៅទៅលើអ្នកដែលចេះជាងយើង in term of having more experience ឬក៏ know more than យើងទៅលើផ្នែកណាមួយបាទអាហ្នឹងគឺ knowledgeable others ទី2 scaffolding សំដៅទៅលើ process ឬក៏យន្តការមួយដែលនិស្សិតត្រូវទទួលបាន support ឬក៏ guidance ការណែនាំដើម្បីអនុញ្ញាតឲ្យគាត់explore new topic ឬក៏អាចធ្វើការងារមួយ achieve បានបាទអាហ្នឹងគឺសំដៅទៅលើ concept របស់ scaffolding ហើយជឿទៅសម្រាប់និស្សិតដំបូងឡើយប្រហែលគាត់ត្រូវការ support ច្រើនប៉ុន្តែ over time រយៈពេលយូរទៅគាត់ត្រូវបន្ថយ support នឹងជាដើមអញ្ចឹងទី3យើងហៅ zone of proximal development អ្នកទាំងអស់គ្នាអាចមើលដំបូងហ្នឹងណាគឺនៅកណ្ដាលនេះគឺជារបស់ដែលគាត់អាចធ្វើបានដោយខ្លួនឯង independently ដោយឯករាជ្យអត់ចាំបាច់ត្រូវការណាគេគាត់អាចធ្វើការងារហ្នឹងបានដោយខ្លួនឯងបាទប៉ុន្តែរង្វង់បន្ទាប់មកទៀតគឺជារង្វង់ដែលយើងហៅថា zone of proximal development ឬក៏ដែនដែលគាត់អាចមានពង្រីកចំណេះដឹងរបស់គាត់ឬក៏ពង្រីកនៅ potential របស់គាត់តាមរយៈ support ឬក៏ guidance ពី knowledgeable other នៅក្នុងទម្រង់ scaffolding បានន័យថាគាត់ត្រូវការ knowledgeable other ជាគ្រូឬជាមិត្តភ័ក្តិឬក៏ជា senior ដែលគាត់ចេះជាងគាត់មានបទពិសោធន៍ច្រើនជាងគាត់ដើម្បីឲ្យជាអនុសាសន៍ឲ្យជា support ឲ្យជា guidance នៅក្នុងទម្រង់ scaffolding ដែលយើងត្រូវការ support ដើម្បីធ្វើការងារមួយដែលដំបូងយើងត្រូវការ support ច្រើន over time យើងដក support ចេញបាទហើយនៅខាងក្រៅនេះគឺយើងហៅថាគឺជាតំបន់ដែលទោះបីយើងត្រូវទទួលបាន support ក៏យើងអាច achieve បានដែរវាហួសកម្រិតរបស់យើងឆ្ងាយពេកឧទាហរណ៍យើងនៅកម្រិត1តំបន់ក្រៅនេះដូចកម្រិត10អញ្ចឹងទោះបីជាមាន support យើងច្រើនយើង up មកត្រឹម level កម្រិត3ឬកម្រិត4នៅក្នុង zone of proximal development នេះបាទយើងអាច up ទៅ10មកទេក៏ប៉ុន្តែបន្ទាប់ពីយើង up ពហិកតាសក្តានុពលឬក៏ zone of proximal development នឹងមកលេខ3លេខ4 next time with support យើងអាច up មកលេខ7លេខ8នៅក្នុង pattern បែបអញ្ចឹងបាទអានេះគឺជាអីដែលលោក Vygotsky ដែលគាត់បានលើកឡើង learning happens in response to social interactions ហើយកន្លែងនេះខ្ញុំចង់បើកវងកញ្ចក់បន្តិចខ្ញុំ my world view is more connectivist ដែលខ្ញុំ more ចូលចិត្តតាក់ទងអំពី abstract ideas ឬក៏គិតអីជាដើមអញ្ចឹងហើយតួយ៉ាងបងសម្បត្តិ more constructivist that the way ដែលបងសម្បត្តិ learn the most តាមរយៈ social interaction ជជែកសួរឆ្លើយឆ្លងជាមួយអ្នកដទៃជាដើមអញ្ចឹងហើយដែរនៅក្នុងឧទាហរណ៍ហ្នឹងយើងអាចឆ្លុះបញ្ចាំងតាក់ទងអំពីអីដែល Vygotsky បានលើកឡើងជាដើមអញ្ចឹងប៉ុន្តែលើពីហ្នឹងទៀតមិនមែនគ្រាន់តែ Vygotsky ទេមានទ្រឹស្ដីមួយដែលនៅក្រោមឆ័ត្ររបស់ constructivism ហ្នឹងដែរយើងហៅថា community of practice បាទបានន័យថាសហគមន៍អ្នកដែលគាត់អនុវត្តទៅលើចំណុចហ្នឹងបាទនៅក្នុង community of practice គឺមានលក្ខខណ្ឌពិសេសដាច់ដោយឡែក3បាទដែលជួយឲ្យយើង learn a lot បាទបើសិនជាយើង learn ម្នាក់ឯងយើង learn very limited ទី1ទី2យើងត្រូវការពេលច្រើនណាស់តែផ្ទុយមកវិញបើយើង learn នៅក្នុង community ទី1យើង learn a lot learn not just content but also learn ពី experience អ្នកដទៃ but also យើង learn នៅក្នុងរយៈពេលមួយដែលខ្លីបាទប៉ុន្តែនៅក្នុង community of practice ហ្នឹងគេលើកយកតាក់ទងអំពីចំណុចពិសេស3ដាច់ដោយឡែកទី1យើងហៅថា domain សំដៅទៅលើ area of interest តួយ៉ាងខ្ញុំមួយបងសម្បត្តិ
បង្កើតទៅជា community of practice មួយបានដោយសារខ្ញុំហើយមួយគាត់មាន area of interest ដូចគ្នាតើតើមួយ health profession education ហើយយើងធ្វើការតើតងជាមួយនឹងកំណែតម្រង់ការបណ្ដុះបណ្ដាលគ្រូពេទ្យនៅស្រុកខ្មែរដូចគ្នាយើង attack on the same issue បាទអាហ្នឹងទី1ទី2យើងហៅថា community ឬក៏តើតងអំពីមនុស្សដែលគាត់មានចំណង់ចំណូលចិត្តដូចគ្នានឹងហើយគាត់ត្រូវមាន joint activity សកម្មភាពដែលតម្រូវឲ្យគាត់ធ្វើរួមបានអនុញ្ញាតឲ្យគាត់មាន social interaction អន្តរកម្មខ្ញុំជាមួយបងសម្បត្តិនៅក្នុងការពិភាក្សាឬក៏សកម្មភាពរួមជាដើមអញ្ចឹងហើយនៅទីនេះអីដែលជាសកម្មភាពរួមរបស់យើងគឺយើងចូលរួមមួយគ្នា record video នេះតបាទហើយចុងក្រោយគេ practitioner បើន័យថាអ្នកដែលចូលរួមនៅក្នុងហ្នឹងបន្ទាប់ពីមានលក្ខខណ្ឌ2ហ្នឹងហើយក៏យើងជាអ្នកអនុវត្តខ្ញុំជា educator បងសម្បត្តិក៏ជា educator ខ្ញុំ learn theory បងសម្បត្តិ also learn theory ប៉ុន្តែនៅពេលដែលយើងមកជាមួយគ្នាយើង bring a lot of experience and យើង come with pre-existing knowledge ហើយនៅពេលដែលខ្ញុំ interact ជាមួយគាត់ I will learn a lot បាទតែនៅក្នុងន័យនេះក៏ខ្ញុំចង់សង្ខេបមកវិញនៅក្នុង constructivism knowledge is constructed ហើយយើងអីដែលយើងត្រូវធ្វើនៅក្នុង constructive ហ្នឹងគឺយើង build ឬក៏យើងសង់បន្ថែមពីលើអីដែលយើងដឹងហើយបទពិសោធន៍យើងពីមុនតាមរយៈ experience ធ្វើផ្ទាល់ឬក៏តាមរយៈ social interaction ហើយនៅក្នុងទ្រឹស្ដី community of practice អីដែលគេបានលើកឡើងទាក់ទងអំពីឲ្យយើងចងទៅជាមួយក្រុមហើយដែលមួយក្រុមអាចហៅថា community of practice បានលុះតែមានចំណង់ចំណូលចិត្ត area interest ដូចគ្នាមាន joint activity សកម្មភាពធ្វើរួមគ្នាបូកផ្សំជាមួយនឹងយើងជាអ្នកអនុវត្ត we all educators មានបទពិសោធន៍មាន pre-existing knowledge ជាហេតុធ្វើឲ្យយើងអាច bring something on the table ហើយយើង discuss ទៅលើនឹងជាដើមអញ្ចឹងបាទខ្ញុំចូលមក slide បន្ទាប់ទៀតដែលខ្ញុំលើកឡើងមុនហ្នឹងពាក្យកលឹះ2ទី1 social interaction ទី2 experience បាទលើកឡើងទាក់ទងអំពីទូនីតិរបស់ experience នៅក្នុង constructivism បាទតាមរយៈ learning by doing learning តាមរយៈដែលយើងមាន opportunity to expose ឬក៏ have an experience ដែលសំខាន់មែនទែននៅក្នុង constructivism ហើយនៅក្នុងនោះផងដែរខ្ញុំគាត់នៅលើកយកតាក់ទងអំពីទ្រឹស្ដីមួយដែលគាត់លម្អិតទៅលើ experiential learning experience ហ្នឹងគាត់ពី Cope ដែលគាត់លើកឡើងតាក់ទងអំពី learning តាមរយៈ experience ឬ learning by doing យើងចែកទៅជា4ដំណាក់កាលបាទ 4 step ទី1 concrete experience យើងទទួលបានបទពិសោធន៍នឹងអាចបទពិសោធន៍នៅក្នុងការធ្វើឬក៏បទពិសោធន៍នៅក្នុងការ direct observe ទៅលើគេបាទហើយ step ទី2គឺយើងហៅ reflective observation បានន័យថាបន្ទាប់ពីយើងមានបទពិសោធន៍នឹងហើយយើងត្រូវមកធ្វើការ reflection ឬក៏ធ្វើការឆ្លុះប្រចាំ what we see what we know for example something like this ហើយបន្តមកទៀតដំណាក់កាលទី3យើងហៅ abstract conceptualization តាមរយៈការគិតហើយបទពិសោធន៍ហ្នឹងតើយើងអាចទទួលបានរបប insight new insight ថ្មីឬក៏ new understanding ឬក៏ new meaning ទៅលើរបស់នឹងជាដើមចឹងហើយ active experimentation គឺយើងចេញទៅ again and យើងធ្វើអាហ្នឹងម្ដងទៀតbased on អីដែលជា new knowledge new experience ដែលយើងទទួលបានពីមុនយ៉ាអាហ្នឹងតាក់ទងអំពី experiential learning ប៉ុន្តែអានេះគ្រាន់តែជាទ្រឹស្ដីមួយដែលយើងអាចឆ្លុះប្រចាំងតាក់ទងអំពីបទពិសោធន៍របស់យើងនៅក្នុងធ្វើការងារអាចតាក់ទងអំពីយើងចូលរួមនៅក្នុង volunteer នៅក្នុង service project ឬក៏ចូលរួមយើងអាចគ្រាន់តែអាចឧទាហរណ៍ខ្ញុំទៅប៉ែតហើយខ្ញុំ shadowing តាមពីក្រោយគ្រូប៉ែតម្នាក់ all of that count as experience ជាបទពិសោធន៍បាទជា concrete experience តែពេលដែលខ្ញុំពិនិត្យមើលទៅលើហ្នឹងតាមរយៈ reflection អីដែលខ្ញុំឃើញ abstract conceptualization អីដែលខ្ញុំ learn ហើយខ្ញុំ learn ទាក់ទងមួយ process of clinical reasoning គ្រូប៉ែតគាត់ប្រមូលព័ត៌មានវាមិនផលិតទៅជារោគវិនិច្ឆ័យរបៀបមិនជាដើមអញ្ចឹង and next time ខ្ញុំ gonna apply អីដែលខ្ញុំទទួលបានហ្នឹងរបៀបមិនយើងហៅ active experimentation ជាដើមអញ្ចឹងអញ្ចឹងនៅក្នុង slide បន្ទាប់នេះគឺខ្ញុំលើកឡើងតាក់ទងអំពី instructional design strategy តើអីដែលគ្រូអាចផ្អែកទៅលើមូលដ្ឋានឬក៏គោលការណ៍ដែលយើងបានពី constructivism ហ្នឹងយកមកដើម្បី design ជាអីដែលអាចញោមនិស្សិតគាត់ទទួលបានឬក៏ហ៊ានមានប្រសិទ្ធភាពខ្ពស់ជាងមុនជាដើមអញ្ចឹង
โดยประจักษ์ពីខាងមុនដែរនៅក្នុង constructivism យើងពិនិត្យមើលទៅនិស្សិតថាជា active learner ហើយតួនាទីរបស់គ្រូគឺជាអ្នកសម្របសម្រួលឬក៏ជាអ្នកផ្ញើអីជាដើមចឹងតែយើងត្រូវ design នៅ environment ដែលអនុញ្ញាតឲ្យនិស្សិតគាត់មានទំនួលខុសត្រូវខ្ពស់នៅក្នុងការរៀនរបស់គាត់ plan own learning monitor ឬក៏ evaluate own learning របស់គាត់ជាដើមចឹងបាទហើយលើពីហ្នឹងទៀតគាត់មានឱកាសនៅក្នុងការដែល constructive គាត់យកតកតងអំពីបទពិសោធន៍គាត់ចំណេះដឹងដែលគាត់មានពីមុនហើយគប់ផ្សំជាមួយនឹងអីដែលជា new topics ដែលគាត់កំពុងតែ work on ឬក៏លើដើម្បីផលិតការយល់ថ្មីជាដើមអញ្ចឹង that constructive ในមុនដែលខ្ញុំនិយាយគឺ self directed ហើយគាត់មានឱកាសនៅក្នុងការដែលគាត់ធ្វើការងារជាក្រុមឬក៏ collaborative ដែលយើងបានបញ្ជាក់ពីខាងដើមថានៅក្នុង constructivism knowledge ឬក៏ learning is constructed ហើយតាមរយៈ experience learning by doing reflection ហើយមួយទៀតតាមរយៈ social interaction អញ្ចឹងគាត់មានឱកាសនៅក្នុងការដែលអន្តរកម្មជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឬក៏ជាមួយនឹងគ្រូជាដើមអញ្ចឹងបាទហើយចុងក្រោយគេ more contextual គឺនៅពេលដែលគាត់ social interaction ហ្នឹងគាត់អាចជជែកទៅលើប្រធានបទមួយឬក៏គាត់អាច work on one problem ឬក៏ one project ក្នុងន័យដែលគាត់ពាក់អីដែលគាត់ទទួលបានជាចំណេះដឹងដើម្បីយកទៅដោះស្រាយបញ្ហាឬក៏ឆ្លើយតបទៅកាន់បញ្ហាហ្នឹងឬក៏ឆ្លើយតបទៅកាន់ context ថ្មីមួយជាដើមអញ្ចឹងបាទអញ្ចឹងសង្ខេបមកវិញអីដែលនេះគឺនៅក្នុងវីដេអូដែលយើងrecord តុកនេះគឺយើងបានលើកឡើងទាក់ទងអំពីទ្រឹស្ដី3ដែលយើងយកមកវិភាគនៅក្នុង phenomenal learning ការរៀនសូត្របាទដែលទី1យើងបានលើកយកទាក់ទងអំពី behaviorism អាកប្បកិរិយានិយមដែលគេធ្វើសេចក្តីប្រៀបធៀបថាយើងហាក់ដូចជាกระดาษសហើយដែលយើងអាចហៅថា learning បានគឺនៅពេលដែលយើង change in behavior ផ្លាស់ប្ដូរនៅឥរិយាបថបាទហើយដែលពាក្យកលឹះដែលមាននៅក្នុង behaviorism ហ្នឹងគឺទាក់ទងអំពី stimulus and response បាទអញ្ចឹងបើសិនជាយើងចង់បាន response ហើយឲ្យនិស្សិតបន្តរក្សានៅ response ឬក៏ behavior ហ្នឹងយើងត្រូវប្រើប្រាស់នៅ positive reinforcement តែបន្តមកវិញបើយើងចង់ឲ្យគាត់ឈប់ទៅហ្នឹងយើងត្រូវ apply នៅ negative reinforcement ដែលនៅក្នុង stimulus ឬនៅក្នុង environment របស់យើងជាដើមអញ្ចឹងបាទអាហ្នឹង behaviorism នៅក្នុង connectivism គេប្រៀបធៀបគូក្បាលយើងទៅនឹង computer ដែលចេះឬក៏រៀនចេះនៅពេលដែលព័ត៌មានយើងបានទទួលយកមកតាមរយៈការមើលតាមរយៈការស្ដាប់ឮផលិតការយល់ហើយរក្សាទុកនៅក្នុងអង្គចងចាំរយៈពេលវែងហើយយើងអាចកោះយកវាមកប្រើវិញបានហើយបើយើងត្រឡប់ទៅក្រោយបន្តិចនៅក្នុងដំណើរការនៃការផលិតការយល់ចេះហ្នឹងគឺមាន3ដំណាក់កាលដែលគេបានលើកឡើងថា learning is a 3-step mental process ដែលមាន encoding storing ហើយជាមួយនឹង retrieval បាទ encoding គឺយើងគិតព័ត៌មានដែលយើងទទួលបានហ្នឹងនៅកន្លែង working memory ហើយហុញវាមកទុកនៅក្នុង long term memory ហៅ encoding រក្សាទុកនៅក្នុង long term memory យើងហៅថា storing ហើយគាស់ពី long term memory ចូលមកក្នុង working memory វិញយើងហៅថា retrieval ហើយជាចុងក្រោយនេះបានលើកឡើងទាក់ទងអំពី constructivism ដែលប្រៀបធៀបឲ្យយើងជាផ្នែកមួយនៃ ecosystem ឬក៏ជាដើមឈើមួយនៅក្នុងព្រៃទាំងមូលបាទហើយនៅក្នុង constructivism ដោយ connectivism ដែរគេមើលទៅកាន់និស្សិតគឺជា active learners បាទនៅក្នុង learning process ហើយអីដែលយើងមានគឺយើងមិនប្រឡងមូលទេអីដែលយើងមានគឺបទពិសោធន៍ហើយចំណេះដឹងពីមុនបាទឧទាហរណ៍ខ្ញុំ30ឆ្នាំអីដែលខ្ញុំមានគឺចំណេះដឹងហើយបទពិសោធន៍29ឆ្នាំមុនបាទហើយអាហ្នឹងគឺជាមូលដ្ឋានជា foundation អីដែលខ្ញុំត្រូវធ្វើគឺ construct សង់ពីលើឬក៏ផលិតការយល់ថ្មីអត្ថន័យថ្មីពីលើអីដែលខ្ញុំមានជាចំណេះដឹងឬក៏បទពិសោធន៍ពីមុនជាដើមអញ្ចឹងហើយនៅក្នុង constructivism ចំណេះវិជ្ជាមិនមែនគ្រាន់តែយើងស្ដាប់ឮហើយទទួលយកទេចំណេះវិជ្ជាគឺជារបស់ដែលយើង constructed យើងផលិតការយល់ថ្មីទៅលើរបស់ដែលយើងទទួលយកហ្នឹងតាមរយៈ experience ហើយជាមួយនឹង social interaction ខ្ញុំ slash ប៉ុណ្ណឹងសិនហើយខ្ញុំសូមស្ដាប់អីដែលជា impression របស់បងសម្បត្តិអរគុណច្រើនសង្ឃួនជាថ្មីម្ដងទៀតយើងចូលដល់ part ទី3ហើយក៏ដូចជា part ចុងក្រោយបងសូម
ធ្វើបទអន្តរាគមន៍ទស្សនវិជ្ជាទូទៅហើយនឹង4ចំណុចដែលឡែកចំពោះ constructivism បងចង់ start ចេញពី constructivism ដែលឡែកមួយសិនដែលពាក្យនៅក្នុង constructivism នេះគឺសំដៅដល់បុគ្គលផ្ទាល់ខ្លួនដែលជាកូនសិស្សហើយមានរបស់ទ្រព្យខ្លួនឯងហើយហៅថា prior knowledge ឬក៏ past experience ហើយបន្ទាប់មកគាត់ engage ជាមួយ experience ថ្មីហ្នឹងក៏គាត់បាន develop a new meaning កន្លែង develop new meaning នេះចង់បញ្ជាក់ជូនបងប្អូនបន្តិចថាតើនិយមន័យថ្មីហ្នឹងវាខុសពីអាមុនមែនថាវាមិនមែនខុសពីអាមុនទេប៉ុន្តែវា build upon អាមុនឲ្យស្មើនឹងពាក្យថា construction ហើយស្មើនឹងពាក្យថាវាមិនមែនថាអូមកថាប្រទេសកម្ពុជា 181,035 គីឡូម៉ែត្រការ៉េដល់ពេល engage ចូលថ្មីទៅវាទៅប្រទេសកម្ពុជាផ្ទុយពីហ្នឹងវាមិនមែនអញ្ចឹងទេប៉ុន្តែគឺបានន័យថាតាមរយៈគាត់មាន knowledge ពីមុនហើយគាត់អាចយល់បានថែមស៊ីជម្រៅបន្តទៀតជ្រៅជាងហ្នឹងទៀតហើយគាត់អភិវឌ្ឍនៅចំណេះដឹងថ្មីរបស់គាត់នេះកន្លែងថ្មីហ្នឹងគឺត្រង់ថាអាថ្មីដល់ចំណេះដឹងអីផ្សេងទៀតហ្នឹងដោយគាត់ហ្នឹងហើយដោយគាត់ទោះបីថាគាត់ engage មួយគេមួយឯងក៏ដោយប៉ុន្តែគាត់ខ្លួនគាត់ណាបើសិនជាគាត់មិនបានធ្វើខ្លួនគាត់ទេគឺថាវាអត់មាននេះទេវាអត់មានបានអីទេគាត់ទៅស្ដាប់តែគេ interact មែនណាពាក្យមួយម៉ាត់ផ្សេងទៀតនោះគឺ social interaction ដោយ Vygotsky គាត់និយាយហើយច្បាស់ណាស់ថា social interaction ហ្នឹងវាមានតួអង្គបុគ្គលហ្នឹងជាអ្នករៀនហើយនឹងមានតួអង្គបុគ្គលដទៃជាអ្នកកាយដែលសិង្ឃួននិយាយពាក្យថាជា knowledgeable person knowledgeable other ហើយមិនមែនគ្រាន់តែយើងថាខ្ញុំ social interaction ប៉ុន្តែខ្ញុំទៅអង្គុយស្ដាប់គ្រូទេអាហ្នឹង social interaction របៀបម៉េចយើង analyze តាមបែប Vygotsky មើលគាត់ថាវាទី1យើងហ្នឹងគឺជាអ្នករៀនអញ្ចឹងយើងមានអា prior knowledge របស់យើងហ្នឹងគឺវងមូលរបស់យើងប៉ុណ្ណេះអញ្ចឹងទៅហើយតាមរយៈគេអ្នកដែលមាន knowledgeable person knowledgeable other ហ្នឹងគេចេះអីផ្សេងជាងយើងថែមទៀតហើយតាមរយៈគេ guide មកយើងបានពង្រីកអារបស់យើងហ្នឹងគេហៅថា zone of proximal development ហ្នឹងបានធំជាងហ្នឹងបន្តិចទៀតឃើញយើងកន្លែងហ្នឹងហើយដែល constructivist ហ្នឹងគេនិយាយអញ្ចឹងគេនិយាយថាយើងនេះមួយហ្នឹងគឺ engage social interaction engage មួយ experience កោះ prior knowledge របស់ខ្លួនឯងឲ្យពង្រីក new meaning ពង្រីក new meaning ហ្នឹងគឺចង់បានអីចឹងអាហ្នឹងវាជាទម្រង់មួយដែលវា delight ពី connectivism ដោយព្រោះ connectivism គេ focus តែលើ process ទេអានេះគេ focus ទៅលើរបៀប how តាមបែប interaction ណាតាមបែបថា expand zone របស់យើងយ៉ាងម៉េចហើយតាមបែបបុគ្គលដទៃក្រៅតែអំពីយើងហ្នឹងជួយយ៉ាងម៉េច guide យ៉ាងម៉េចណាដើម្បីអា scaffolding នោះដូចយើងកោសអញ្ចឹង scaffolding នោះដូចកោសឆ្នោតអញ្ចឹងកោសបន្តិចទៅឃើញបន្តិចកោសបន្តិចទៅឃើញបន្តិចអាដំណើរកោសហ្នឹងគឺដូចជាដំណើរ guide អញ្ចឹងហើយអាដំណើរដែលឃើញលេខឃើញអក្សរបន្តិចហ្នឹងប្រៀបបីដូចជាអ្នករៀនហ្នឹងគាត់ចេះដឹងថ្មីថែមអញ្ចឹងគេដល់ពេលកោសអស់ទៅអាចំណេះដឹងមួយហ្នឹងបានមកថ្មីបូកបន្ថែមជាមួយនឹងចំណេះដឹងចាស់របស់គាត់ហ្នឹងអាកន្លែងហ្នឹងដែលខ្ញុំចង់ចាប់អារម្មណ៍ទៅលើចំណុចទី1ខ្ញុំចង់អន្តរាគមចំណុចទី2ខ្ញុំចង់អន្តរាគមទៅលើlearning principle 4ដែលស្ថិតនៅក្រោម constructivism ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយនឹង connectivism ដែរដែលមានconstructive collaborative contextual ហើយនិង self direct ហើយខ្ញុំអត់ចាប់អារម្មណ៍ទាំង4ហ្នឹងទេខ្ញុំចាប់អារម្មណ៍តែពាក្យ self direct តែមួយឯងខ្ញុំចាប់អារម្មណ៍ថងយេពាក្យថា self direct សិង្ឃួនបាននិយាយហើយថា connectivism ក្តី constructivism ក្តីគឺគេដាក់កូនសិស្ស learner ហ្នឹងគឺជាតួសំខាន់គាត់ត្រូវតែ active ហើយដល់ពេលអ្នក behaviorism គឺតួ active គឺគ្រូគឺអ្នកឲ្យធ្វើតែតាមគ្រូទៅគឺកូនសិស្សចេះ change behavior ដល់ពេលនេះអត់ទេកូនសិស្សហ្នឹងត្រូវតែ active role ហើយកន្លែងហ្នឹងសំណួរដែលខ្ញុំចោទសួរធ្វើជា critical ហ្នឹងគឺថាចុះគ្រូនៅទីណាបើកូនសិស្សគាត់ self direct ហើយគាត់ដឹកនាំខ្លួនគាត់ហើយគ្រូនៅទីណានេះកន្លែងហ្នឹងសំខាន់ណាស់ប្រយ័ត្នច្រឡំថា self direct គឺកូនសិស្សដឹកនាំខ្លួនគាត់តាំងពី planning តាំងពី monitoring តាំងពី evaluation ណាមើលអស់ហ្នឹងសិង្ឃួនអស់លីងណាកូនសិស្សដឹកនាំខ្លួនឯងអស់លីងណាហើយគ្រូនៅប្រឡោះណាគ្រូគឺនៅប្រឡោះត្រង់ថារៀបចំកម្មវិធីសិក្សា
រៀបចំ environment ហ្នឹងដើម្បីឲ្យកូនសិស្សហ្នឹងគេចេះ plan ខ្លួនគេចេះ monitor ខ្លួនគេចេះ evaluate ខ្លួនគេឥឡូវសាកសម័យបងប្អូនថាបើសិនជាកូនសិស្សមកដល់ចេះ plan ខ្លួនឯងចេះ monitor ខ្លួនឯងចេះ evaluate ខ្លួនឯងហ្នឹងល្អអស្ចារ្យប៉ុន្តែបើសិនកូនសិស្សមិនទាន់ចេះអាហ្នឹងគឺតួនាទីគ្រូប៉ុន្តែតួនាទីគ្រូមិនមែនតែធ្វើឲ្យទៅបរៀនសូត្រប៉ោចទេប៉ុន្តែទៅរៀបចំ environment ដើម្បីធានាបានថាកូនសិស្សហ្នឹងមាន skill ដើម្បី plan កូនសិស្សហ្នឹងមាន skill ដើម្បី monitoring ខ្លួនឯងកូនសិស្សហ្នឹងមាន skill ដើម្បី evaluate ខ្លួនឯងអានេះឲ្យទម្រង់គ្រូតាមបែប constructivist ជាគ្រូអ្នក constructivist គឺគាត់គំនិតរបស់គាត់គឺគាត់គិតថាធ្វើម៉េចឲ្យកូនសិស្សហ្នឹងវា active role ហើយវាចេះអីខ្លួនឯងទាំងអស់វាខុសពី behaviorism ដែលថាធ្វើចេះទៅដល់បានផលហើយហីដល់ដូរឲ្យ behavior ហ្នឹងយ៉ាអាហ្នឹងជាចំណុចដែលគ្រាន់តែចង់វេកញែកឲ្យបានឃើញថា self directed ហ្នឹងមិនមែន ignore គ្រូទេប៉ុន្តែតួនាទីរបស់គ្រូគឺដូរពីធ្លាប់ជាអ្នក provide information ទៅជាអ្នក guide facilitate គាស់អីចឹងជាដើមចោតសួរសំណួរទៅដល់កូនសិស្សអីចឹងជាដើមអានេះជាចំណុចដែលខ្ញុំចាប់អារម្មណ៍ទី2ចំណុចដែលខ្ញុំចាប់អារម្មណ៍ទី3លើពាក្យច្បាស់នៃ Vygotsky ដែរពាក្យថា knowledgeable others knowledgeable other ហ្នឹងមិនមែនអ្នកចេះជាងយើងទេ knowledgeable other ហ្នឹងគឺ social interaction គឺជារបស់ផ្សេងដែលអាចមានស្អីដែលយើងវាអត់មានយើងបើថារៀនពីអ្នកចេះជាងយើងបានន័យថាអូអញ្ចឹងខ្ញុំរៀនពីសិស្សប្អូនខ្ញុំអត់បានទេព្រោះសិស្សប្អូនខ្ញុំចេះចាញ់ខ្ញុំទេខ្ញុំតោះរៀនពីគ្រូ no អត់បានន័យចឹងបានន័យថាវាមានស្អីដែលយើងអត់មានហើយវាត្រូវយើងណា interact ជាមួយនឹងអ្នកដែលគេមានស្អីដែលយើងអត់មានពីព្រោះច្បាស់ណាស់ទាំងសិស្សប្អូនយើងក្តីទាំងសិស្សច្បងយើងក្តីប្រកាសតែងតែមានស្អីដែលយើងអត់មានអញ្ចឹងហើយបានគេឲ្យយំន័យម៉េចគេឲ្យយំន័យគេធ្វើ metaphor ថា learner ហ្នឹងនៅក្នុង constructivist គឺជា a tree in the forest គឺជាដើមឈើមួយហើយចឹងប្រកាសថាអ្នកជុំវិញហ្នឹងគឺជាដើមឈើផ្សេងទៀតខ្ញុំក៏ចាត់ទុកថាសិង្ហួនជាដើមឈើមួយខ្ញុំក៏ចាត់ទុកថាខ្ញុំជាដើមឈើមួយដែរខ្ញុំអត់បានថាសិង្ហួនដើមឈើហ្នឹងធំជាងខ្ញុំទូជាងខ្ញុំអត់ទេខ្ញុំដឹងថាសិង្ហួនដើមឈើមួយខ្ញុំដើមឈើមួយហើយតាមរយៈដើមឈើខ្ញុំនេះខ្ញុំទៅរៀនពីសិង្ហួនដោយធ្វើ social interaction មួយសិង្ហួនហើយតាមរយៈ social interaction ហ្នឹងហើយគឺ based on Vygotsky គឺថាខ្ញុំទៅស្ដាប់យកខ្ញុំទៅស្រូបយកអីដែលសិង្ហួនគាត់មានដែលខ្ញុំមិនទាន់មានហើយតាមរយៈ scaffolding ខ្ញុំដេញដោលសួរបន្ថែមបើសិង្ហួនជួយបង្ហាញខ្ញុំអានេះគេធ្វើរបៀបម៉េចអីចឹងខ្ញុំធ្វើខ្លួនឯងចឹងទៅក៏វាបានចេញ expand my zone of proximal development អញ្ចឹងទៅវាធំទៅអញ្ចឹងជាដើមហើយបើ based on community of practice theory មួយវិញផ្សេងទៀតគឺក៏គេមានចំណុចដែរធម្មតាមនុស្សដែលមាន social interaction ជាមួយគ្នាប្រកបណាស់តើតែមានស្អីស្រដៀងគ្នាមែនទេសិង្ហួនវាមិនដែលសិង្ហួនស្រឡាញ់អាមួយនេះខ្ញុំស្រឡាញ់អាមួយនេះហើយដោយឡែកពីគ្នាហើយយើងអាចមាន social interact គ្នាទេអត់ទេវាអត់កើតទេវាត្រូវមាន area of interest ដែលវាស្រដៀងគ្នាសិនអាហ្នឹងជា domain មួយអាទី2គឺយើងមក interact គ្នាយើងមកជជែកគ្នាយើងមក discuss គ្នាយើងមកដេញដោលគ្នាយើងមកលើកវាតាក់រវាងគ្នាជជែកចរចាអាហ្នឹងគេហៅថា joint activity តោះតែ joint activity បានវាអាចជជែកដេញដោលគ្នាបានប៉ុន្តែត្រឹមតែ joint activity វាមិនចប់ទេវាតោះតែចុងក្រោយយើងហ្នឹងយកអារបស់ហ្នឹងយកទៅប្រើក្នុង context ផ្សេងដើម្បីឲ្យកើតទៅជា experience ហ្នឹងយកមកជជែកទៀតអាហ្នឹងគេហៅថា practitioner អ្នក practice អញ្ចឹងបានថាមិនមែនគ្រាន់តែត្រឹមយល់ដូចគ្នាគិតស្តៀងគ្នាអាហ្នឹង area interest ដូចគ្នាបន្ទាប់មកជជែកគ្នាហើយប៉ុណ្ណឹងចប់ហៅថា community of practice ទេអត់ទេវាថាទៅ practice វាថាទៅ practice ណាសិង្ហួនគាត់ធ្វើការ educator គាត់ផ្សេងនៅក្នុង organization ផ្សេងមកខ្ញុំធ្វើការនៅក្នុង organization ខ្ញុំផ្សេងមកហើយខ្ញុំមានបទពិសោធន៍ផ្សេងគាត់មានបទពិសោធន៍ផ្សេងយកមកជជែកគ្នាកន្លែងបទពិសោធន៍ដេញដោលគ្នាណាអានេះគេហៅ community of practice ដូចគ្នាដែរយើងចូលរួម conference ណាយើងបង្កើតជា association ណាមាន association of cardiology association of endocrinology អាហ្នឹងឯងគឺជាទម្រង់ដែលគេបង្កើត community of practice ណាគាត់មាន area interest ដូចគ្នាគាត់ចូលទៅជជែកគ្នាគាត់ចូលទៅដេញដោលគ្នាហើយគាត់មកអនុវត្តវិទ្យាសាស្ត្រគាត់រៀងខ្លួនរបស់គាត់ហើយបន្ទាប់មកគាត់បានអីថ្មីគាត់ apply abstract ទៅយកទៅធ្វើបទបង្ហាញយើងជាដើមទៅអាហ្នឹងឯងជាទម្រង់ community of practice ហើយកន្លែងហ្នឹងគឺជាកន្លែងដែលឆ្លោះបញ្ចាំងត្រឡប់មកវិញថា constructivist ហ្នឹង constructivism ហ្នឹងឯងគឺគេរៀនតាមរយៈដើមឈើមួយដឹងថាខ្លួននឹងមានកម្ពស់ប្រមាណដឹងថាខ្លួនខ្វះអី
cứ tới chơi về nghe thưa social interaction chỉ mỗi đam chơi đợt tây tiết cứ chỉ crom đượcក្នុង social មួយហើយដើមឈើមួយខ្លួនឯងហ្នឹងអាច develop មេធៀងបន្ថែមទៀតតាមរយៈ social interaction ហ្នឹងឯងផលិតទៅជា new meaning new knowledge អីចឹងជាដើមចឹងទៅហ្នឹងហើយចឹងទម្រង់កន្លែងហ្នឹងឯងដែលខ្ញុំចង់ធ្វើស្ដីអន្តរាគមន៍ទៅលើចំណុចទី3ចំណុចទី4ខ្ញុំគឺខ្ញុំចង់ build upon អា scenario ដែលថា lecture 2ម៉ោងកាលហ្នឹងនៅក្នុងតាមការវិភាគបែប connectivism ខ្ញុំថាអូខ្ញុំប្រកាសជាថតវីដេអូបន្ទាប់មកឲ្យកូនសិស្សទៅមើលមុនទៅហើយខ្ញុំដាក់ question សំណួរ 3-4 យ៉ាងទៅហើយបើសិនជាខ្ញុំចង់ថែម work example ខ្ញុំអត់ដាក់ជាសំណួរ guiding ទេខ្ញុំដាក់ទៅជាអីគេសង្ឃួន case base អាហ្នឹងកាលហ្នឹងខ្ញុំនិយាយនៅក្នុង connectivism ចុះដល់ពេលខ្ញុំធ្វើអាហ្នឹងនៅក្នុង constructivism ខ្ញុំធ្វើម៉េចខ្ញុំថា well case base របស់ខ្ញុំហ្នឹងត្រូវតែជា case កើតឡើងនៅស្រុកខ្មែរអាហ្នឹងជាអីណាអានេះជា contextualize ហើយខ្ញុំត្រូវបែងចែកកូនសិស្សខ្ញុំទៅជា small group អីគេអាបែងចែកកូនសិស្សឲ្យវិភាគទៅជា small group គឺជា constructive collaborative តាមរយៈដែលគាត់ collaborate គ្នាគឺគាត់អាចមាន social interaction រវាងគ្នានឹងគ្នាហើយគាត់អាច construct នៅចំណេះដឹងហ្នឹងបន្ថែមឲ្យគ្នាទៅវិញមកឃើញទេនេះកន្លែងនេះដែលខ្ញុំចង់លើកឡើងជូនបងប្អូនថាបើសិនជាយើងជាអ្នកប្រតិបត្តិការនៅក្នុងវិស័យអប់រំយើងជា educator នៅពេលដែលយើង plan ក្តីយើង implement ក្តីនៅក្នុង level lesson កិច្ចតែងការបង្រៀននៅក្នុង level course syllabus វគ្គសិក្សានិងនៅក្នុង level program ទាំងមូលកម្មវិធីសិក្សាទាំងមូលយើងត្រូវមាននៅចំណេះដឹងផ្នែក theory ហ្នឹងដើម្បីយកមកអីគេសង្ឃួនដែលសង្ឃួនលើកឡើងទីមួយយកមកពន្យល់អំពី phenomenon មួយពន្យល់ថាខ្ញុំដែលខ្ញុំហ៊ានធ្វើអញ្ចឹងខ្ញុំហ៊ានបែងចែកកូនសិស្សទៅជា small group ខ្ញុំដាក់ case base ឲ្យកូនសិស្សពិភាក្សាខ្ញុំធ្វើនេះខ្ញុំធ្វើនោះណាដោយសារតែមានការពន្យល់អំពី theory មួយនេះថាវាអញ្ចឹងវា work ហើយតាមរយៈការពន្យល់បានដូច្នេះយើងអាច predict បានទៀត predict បានថាចេះ predict បានថាចាំមើលតារៀនបែប lecture ហ្នឹងកូនសិស្សអត់បានស្ដាប់ហ្នឹងណាឲ្យកូនសិស្សធ្វើអត់បានល្អហើយពីព្រោះកូនសិស្សបានតែស្ដាប់ហើយកូនសិស្សមានបានធ្វើណាអាហ្នឹងយើងមាន theory យកមក predict អូណគាត់រៀនជារបៀប small group ជាអីចឹងណាចាំមើលផលរបស់កូនសិស្សនឹង upgrade នៅ communication skill របស់គាត់ពីព្រោះកូនសិស្សបាន communicate គ្នាតាមរយៈការយល់អំពី theory ហើយមាន theory behind ហ្នឹងវាធ្វើឲ្យយើងអាច predict ហើយយើងអាចធ្វើការពន្យល់បានបន្ថែមទៀតហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេពេលដែលយើងចេះ theory យើងអាច design intervention ឧទាហរណ៍ថាយើងចេះ community of practice យើងចេះ theory មួយអំពី constructivist និយាយអំពី community of practice អញ្ចឹងច្បាស់ណាស់ថាសេងគួរនៅខ្ញុំមានចំណាប់អារម្មណ៍ស្តៀងគ្នា and then យើង plan សេងគួរមួយខែម្ដងយើងធ្វើវីដេអូបាន1ទៅ2តាក់ទងជាមួយហ្នឹងយើង join គ្នាយើងជជែកគ្នាហើយគឺយើង plan ហើយគឺយើងធ្វើទៅយើង practice ទៅហើយយើងជួបឧបសគ្គយើងមកជជែកគ្នាបន្ថែមទៀតនេះគឺជាទម្រង់ក្នុងការ design intervention yeah so ត្រឡប់មកវិញខ្ញុំចង់លើកឡើងនៅចំណុច constructivist នឹងប៉ុណ្ណឹងហើយខ្ញុំចង់បញ្ចប់ដោយការធ្វើសេចក្តីសន្និដ្ឋានទៅលើចំណុចទាំង3 behaviorism connectivism និង constructivism សូមបងប្អូនយល់ថាគ្មានរបស់ណាមួយល្អជាងរបស់ណាទេរបស់ណាមួយល្អជាងរបស់ណាទាល់តែបងប្អូនដាក់កុងតិចឧទាហរណ៍បងប្អូនឲ្យកូនសិស្សប្រឡងដើម្បីវាស់ថាកូនសិស្សនឹងធ្លាក់កូនសិស្សនឹងជាប់ហើយបងប្អូនទៅឲ្យគាត់ធ្វើ constructivism ឲ្យគាត់ចម្លងគ្នាមិនវាអត់កើតវាតើធ្វើ individual ដាក់ក្នុងលក្ខខណ្ឌមួយអាហ្នឹងគឺយើង apply behaviorism ចឹងទៅក៏ប៉ុន្តែបើសិនជាបងប្អូនចង់ប្រឡងគាត់ដែរតែប្រឡងបែបវាស់អំពី social interaction របស់គាត់ចង់ដឹងថាគ្រូពេទ្យម្នាក់ហ្នឹងគាត់ប្រកែកក្នុងការតំណែងអត់ហើយបើបងប្អូនធ្វើការប្រឡងគាត់ដោយដាក់ behaviorism ហើយឲ្យគាត់ជជែកនិយាយបញ្យលយើងឬក៏ connectivism ឲ្យគាត់និយាយប្រាប់យើងថាអូអ្នកការពិភាក្សាគ្នានេះចេះ communication វាត្រូវអញ្ចឹងបងប្អូនធានាថាគាត់ពិតជាចេះ communicate មែនអត់អញ្ចឹងបងប្អូនត្រូវបង្កើត scenario តាមបែប constructivist មួយឲ្យគាត់ទៅ communicate ហើយបងប្អូនអាច direct observation ពីគាត់ចឹងទៅអញ្ចឹងកន្លែងចំណុចហ្នឹងហើយដែលខ្ញុំចង់លើកឡើងប្រាប់បងប្អូនថា
behaviorism ក្តី connectivism ក្តី constructivism ក្តីអត់មាននរណាមួយល្អជាងនរណាទេល្អមិនល្អវា based on context និងលក្ខខណ្ឌដែលត្រូវប្រើប្រាស់នៅក្នុង education អញ្ចឹងបងប្អូនយល់ឲ្យច្បាស់មួយនឹងហើយបានយើងអាចថាចំណុចនេះយើងគួរ apply អីឥឡូវឧទាហរណ៍ថាធ្វើអីក៏ដោយក៏មាន deadline ដែរមែនទេសិនខ្លួនសូម្បីរៀន master ក៏គេមានពេលរបស់គេដែរអាហ្នឹងស្អីគេអាហ្នឹង concept constructivism ឬ concept អី concept behaviorism តែណែឯងធ្វើបានបន្ទុកទៀតជាង6ណែឯងធ្លាក់ហើយណែត្រូវធ្វើ resubmit សារថ្មីជា constructivism connectivism ឬ behaviorism ម្នាក់អត់អាចប្រឹងធ្វើឲ្យទៀតជាង6ត្រូវធ្វើឲ្យបានលើស6ឃើញទេណាមក module មានពេលតែ2ខែឧទាហរណ៍ទៅ star page មានពេលតែ2ខែ final game អញ្ចឹងប៉ុណ្ណឹងបងប្អូនត្រូវ collect នៅរាល់ portfolio របស់បងប្អូន data បងប្អូន checklist នៅក្នុងនេះឲ្យគ្រូស្អាយអីដើម្បីយកទៅ claim អាហ្នឹងអីគេអានោះ behaviorism ជួម្នាក់ត្រូវសង្វាតស្វាតជាយពេលដែលឯង collect បានមក reward គឺឯងបាន validate អញ្ចឹងប្រឹងហេខំអាហ្នឹងស្អីគេអានោះ positive reinforcement ឃើញទេហើយឯងអត់ធ្វើឯងធ្លាក់ឯង star song ឯងបងលុយបន្ថែមម្នាក់អត់ចង់ធ្វើគឺ punishment ស្អីគេអាហ្នឹង negative reinforcement punishment គឺជា behaviorism សុទ្ធហើយដល់ពេលយើងមករៀនសូត្រយើងចងចាំយើងដេញដោលគ្នាយើងអីចឹងជាដើមទៅធ្វើឲ្យអា memory របស់យើង encode បានល្អstore បានល្អហើយអាច retrieval បានណាមិនបានកូនសិស្សគេឲ្យកូនសិស្សមកឡើងធ្វើបទបង្ហាញវិញពីព្រោះគេកន់ចង់ដល់កូនសិស្សអាច retrieve ការយល់របស់គាត់នឹងមកបញ្យល់គេបានអត់អានោះតាមបែប connectivism ដល់ពេលដាក់កូនសិស្សទៅជា small group ឲ្យគាត់ពិភាក្សាគ្នាឲ្យគាត់ដេញដោលគ្នាវាជា constructivism អញ្ចឹងវាស៊ីសងទៅលើលក្ខខណ្ឌពេលវេលាហើយនឹង ត្រេរបស់គ្រូអញ្ចឹងគេមើលគេដឹងមកថាត្រេរបស់គ្រូហ្នឹងគឺគ្រូលៀងទៅខាងណាព្រោះមនុស្សវាមានលំអៀងមិនដែលអត់ទេតែយ៉ាងណាមិញតាមរយៈការយល់អំពី theory នេះវាធ្វើឲ្យ decision making នៅក្នុង instructional design របស់យើងក្នុងនាមជាគ្រូហ្នឹងគឺបានល្អប្រសើរជាងមុនបាទអញ្ចឹងសេចក្តីហ្នឹងគឺចប់ប៉ុណ្ណឹងខ្ញុំមានបទអន្តរាគមន៍ប៉ុណ្ណឹងជួនសង្គុណវិញយើងក៏វិញខ្ញុំនឹងបញ្ចប់ដោយទី1ខ្ញុំគិតថាខ្ញុំ agree ជាមួយអីដែលបងសម្បត្តិលើកឡើងអាស្រ័យនៅលើ context របស់យើងអាស្រ័យនៅលើ goal ដែលយើងចង់បានហើយ learning need របស់និស្សិតរបស់យើងហើយពេលហ្នឹងយើងអាចយករបស់ទាំងអស់ហ្នឹងជាបច្ច័យដើម្បីគិតថាតើយើងគួរប្រើប្រាស់នៅ learning series មួយណាបាទដើម្បីឆ្លើយតបទៅកាន់តម្រូវការរបស់យើងជាដើមចា៎បាទហើយតកតងជាមួយនឹងក្នុង learning series មួយ behaviorism connectivism and constructivism វាមានរបៀបដែលវាបញ្យល់ហើយព្យាករណ៍ហើយ design intervention ទៅលើ learning ផ្សេងគ្នាបាទអញ្ចឹងយើងចាប់យល់អាហ្នឹងហើយយើងអាចធ្វើការសាកល្បងក្នុងការ apply អាហ្នឹងនៅក្នុងការបង្រៀនរបស់យើងជាដើមអញ្ចឹងហើយ learning series វាមានច្រើនហើយលើសពីមួយជាដើមអញ្ចឹងបាទប៉ុន្តែនៅក្នុង research គេមានពាក្យមួយទាក់ទងអំពី how series triangulation ដែលយើងប្រើប្រាស់ទ្រឹស្ដីលើសពីមួយមកមើលទៅលើ phenomenon មួយប៉ុន្តែយើងអាចប្រើទ្រឹស្ដី2ឬក៏3មើលមកលើ learning មួយហើយបើសិនជាអាចយើងសាកល្បងប៉ុន្តែខ្ញុំគិតថាមុនហ្នឹងបងសម្បត្តិអាចឲ្យឧទាហរណ៍ទាក់ទងអំពីខ្ញុំគិតថានៅក្នុង micro level យើងអាចប្រើដាក់បញ្ចូលមួយផ្នែកទាក់ទងមួយ positive reinforcement ដែលជាផ្នែកមួយរបស់ behaviorism ចូលមកក្នុងការរៀននៅក្នុង session តូចមួយហើយ connectivism encoding story retrieval យកមក design lesson ឬរបៀបដែលយើងកម្រងឲ្យបង្រៀនមេរៀន2ម៉ោងទៅមួយហើយ constructivism ដើម្បីយកមក design ពិសេសផ្ដោតទៅលើ case based discussion ឲ្យមាននៅក្នុង group ជាដើមអញ្ចឹងបាទប៉ុន្តែកន្លែងហ្នឹងជា micro level ខ្ញុំគិតថាយើងអាចធ្វើបានប៉ុន្តែជា macro level ឧទាហរណ៍ថាយើងចង់យក it's very challenge ដែលយើងយក series លើសពីមួយយកមក analyze លើរបស់មួយឲ្យវាស៊ីជម្រៅមែនតើជាដើមអញ្ចឹងណា likely we fail ខ្ញុំមិនដែលសាកល្បងធ្វើខ្លួនឯងទេប៉ុន្តែខ្ញុំឮមកពីគ្រូទៅឧទាហរណ៍យើងធ្វើនិក្ខេបបទ master ឬ PhD and then
យើងវិភាគទៅលើ phenomenon មួយហើយយើងយកទាំង behaviorism ទាំង connectivism យកមក apply ក្នុងពេលតែមួយ likely we felt ប៉ុន្តែយើងអាចសាកល្បងធ្វើបានប៉ុន្តែខ្ញុំគិតថា at the micro level យើងអាចច្បិចយកចំណុចខ្លាំងរបស់វាមួយហ្នឹងយកមកដើម្បី apply ហើយឆ្លើយតបមួយតម្រូវការរបស់និស្សិតរបស់យើងឬក៏ improve teaching and learning របស់យើងជាដើមចឹងហើយខ្ញុំគិតថាយើងបានជជែកគ្នាច្រើនទាក់ទងពី learning series ទាំង3ហ្នឹង behaviorism connectivism និង constructivism ខ្ញុំគិតថាអាចនាំយកភាពច្បាស់លាស់បន្ថែមទៀតឲ្យអ្នកទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំគិតថាយើងអាចសួរខ្លួនឯងថា what is learning ឬក៏ how យើង define learning ហើយបន្តមកទៀត how people learn ហើយអាស្រ័យនៅលើ learning series មួយសួរខ្លួនឯងថាយើងមានទំនោរទៅខាងណាហើយបញ្ជាក់ផងដែរថាបើសិនជាយើងមានទំនោរទៅខាង learning series មួយណាវាមានឥទ្ធិពលមកលើ the way ដែលយើងគិត the way ដែលយើង teach ឬក៏ approach teaching ជាដើមអញ្ចឹងណាខ្ញុំស្គាល់អ្នកគ្រូមួយគាត់ behaviorism គាត់ថាមកបរៀនត្រូវតែអញ្ចឹងត្រូវតែម៉ាត់1 2 3ត្រូវតែធ្វើអញ្ចឹងបាទហើយតួយ៉ាងខ្ញុំមក connectivist ហើយខ្ញុំគិតថាបងសម្បត្តិមក constructivist ហើយ yeah that's why the way ដែលយើង define learning ហើយ approach teaching វាផ្សេងពីគ្នាអញ្ចឹងតែយ៉ាងណាមិញគាត់ថាយើងសួរខ្លួនឯងហើយកំណត់ខ្លួនឯងថាតើយើងមានទំនោរទៅរកមួយណាចិត្តអញ្ចឹងហើយយើងមានស្មារតីទៅលើរបស់ទាំងអស់ហ្នឹងហើយខ្ញុំមិនបន្តវែងឆ្ងាយទេខ្ញុំនឹង slide វីដេអូនេះតាមប៉ុណ្ណឹង